ទៅពន្ធនាគាររាជធានីភ្នំពេញឬពេស៊ីជាបណ្ដោះអាសន្នក្រុមបទចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសកេងប្រវ័ញ្ចកម្លាំងពលកម្មអំពើពុករលួយដែលមានការចាត់តាំងនិងអំពើលាងលុយកខ្វក់ដែលផ្អែកតាមបញ្ញត្តិច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សក្រមព្រហ្មទណ្ឌនិងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់តុលាការក៏រកឃើញថាអតីតអង្គការលីគួងបានពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សអំពើពុករលួយនិងបានលាងលុយកខ្វក់ដែលបានប្រព្រឹត្តក្នុងរាជធានីភ្នំពេញនិងទីកន្លែងផ្សេងទៀតចាប់តាំងពីឆ្នាំ2019រហូតមកដល់បច្ចុប្បន្នតាមរយៈមុខរបរលើវិស័យកាស៊ីណូរបស់លោកលីគួងមានវ័យ50ឆ្នាំគឺជាអ្នកជំនួញរកស៊ីផ្ដោតលើវិស័យល្បែងកាស៊ីណូនិងល្បីល្បាញខាងរឿងអាស្រូវពាក់ព័ន្ធអំពើអក្រិតកម្មបង្ខាំងមនុស្សធ្វើទារុណកម្មដើម្បីបង្ខំឲ្យធ្វើការឆបោកតាមអនឡាញលោកលីគួងក៏ជាអ្នកជំនួញម្នាក់ដែលស្និទ្ធនឹងក្រុមគ្រួសារត្រកូលហ៊ុននិងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនិងមានតួនាទីជាអនុប្រធានកិត្តិយសកាកបាទក្រហមប្រចាំខេត្តព្រះសីហនុលោកបានផ្ដល់លុយឲ្យរដ្ឋាភិបាលក្រុមគ្រួសារត្រកូលហ៊ុនប្រមាណ$50,000ជាថ្នូរទទួលបានងារជាអង្គការកាលពីឆ្នាំ2023និងបានផ្ដល់លុយ$10,000ដល់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតសម្រាប់កងទ័ពជួរមុខកាលពីខែមិថុនាឆ្នាំ2025កន្លងទៅការផ្ដល់លុយកាក់ឲ្យក្រុមគ្រួសារត្រកូលហ៊ុនជាបន្តបន្ទាប់នេះលោកក៏កាន់តែមានឱកាសក្នុងការពង្រីកបនលបែងកាស៊ីណូនិងសាងសង់អគារអនឡាញជាបន្តបន្ទាប់ដូចជានៅខេត្តព្រះសីហនុនិងនៅព្រំដែនកម្ពុជាវៀតណាមប្រែកចាកខេត្តកំពតដើម្បីសម្រាប់ជួលឲ្យជនជាតិចិនធ្វើជាមជ្ឈមណ្ឌលអគារសម្រាប់បង្ខាំងមនុស្សរាប់សិបនាក់ធ្វើការឆបោកតាមអនឡាញប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្សនិងទេសន្តប្រវេសនៃអង្គការសង្ត្រាល់លោកឌីថេហូយ៉ាសាទរចំពោះចំណាត់ការដែលចាប់មេខ្លោងលីគួងនេះប៉ុន្តែលោកចង់ឃើញរដ្ឋាភិបាលស៊ើបអង្កេតចាប់ខ្លួនអ្នកពាក់ព័ន្ធធំផ្សេងទៀតដើម្បីបង្ហាញពីប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាលក្នុងការកម្ចាត់អក្រិតជនឆបោកតាមអនឡាញវាជាជំហានទីមួយដែលរដ្ឋាភិបាលលោកបង្ហាញចំណាត់ការមួយផ្នែកក្នុងការបង្ក្រាបក៏ប៉ុន្តែខ្ញុំគិតថាវាមានលក្ខណៈទ្រង់ទ្រាយធំបែបនេះគិតថាវាមិនមានធម្មតាអង្គការម្នាក់ហ្នឹងទេវាមានច្រើនតម្រុយមួយចំនួនដែលជារបាយការណ៍អន្តរជាតិចេញអីជាដើមនោះគឺយើងឃើញហើយអ្នកណាដែលវាពាក់ព័ន្ធបញ្ហាទាំងអស់ហ្នឹងក៏ត្រូវចាត់ការព្រោះការដែលបង្ក្រាបពើឆបោកតាមអនឡាញនេះគឺជាការរៀបចំលក្ខណៈទ្រង់ទ្រាយធំហើយអ្នកដែលអាចធ្វើកិច្ចការងារនឹងបានក៏មិនធម្មតាដែរសមត្ថកិច្ចបានចូលបង្ក្រាបអគារកាស៊ីណូឈ្មោះខ្ញុំឬ My Casino និងអគារកាស៊ីណូឆបោកតាមអនឡាញជាច្រើនទៀតដែលជាកម្មសិទ្ធិរបស់លោកលីគួងស្ថិតនៅក្នុងតំបន់ព្រែកចាកខេត្តកំពតកាលពីយប់ថ្ងៃទី15ខែមករាបណ្ដាលឲ្យជនបរទេសរាប់សិបនាក់បានសម្រុករត់ចេញពីអគារនិងដើរប្រសាចពេញផ្លូវដោយគ្មានសមត្ថកិច្ចរារាំងឡើយស្រដៀងគ្នានេះដែរនៅតំបន់អគារឆបោកអនឡាញជាច្រើនទៀតដូចជាក្នុងខេត្តព្រះសីហនុក្រុងប៉ោយប៉ែតខេត្តបាត់ដំបងតំបន់ជ្រៃធំខេត្តកណ្ដាលនិងរាជធានីភ្នំពេញក៏មានជនបរទេសរាប់សិបនាក់នាំគ្នាសម្រុកចេញពីអគារជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់បន្ទាប់ពីសមត្ថកិច្ចបើកយុទ្ធនាការសម្អាតអក្រិតជនឆបោកអនឡាញប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្សនិងទេសន្តប្រវេសនៃអង្គការសង្ត្រាល់លោកឌីថេហូយ៉ាបានលើកឡើងដែរថាប្រតិបត្តិការបង្ក្រាបអក្រិតជនឆបោកតាមអនឡាញរបស់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតហាក់គ្មានប្រសិទ្ធភាពនិងគ្មានស្តង់ដារដោយសារតែភាគីពាក់ព័ន្ធដូចជាអង្គការដៃគូជំនាញមិនត្រូវបានអនុញ្ញាតឲ្យចូលរួមលោកពន្យល់ថានៅក្នុងចំណោមជនបរទេសរាប់សិបនាក់ដែលនាំគ្នាសម្រុករត់ចេញពីអគារអនឡាញជាបន្តបន្ទាប់នៅពេលសមត្ថកិច្ចចុះបង្ក្រាបនោះអាចមានមេខ្លោងនិងបណ្ដាញអក្រិតកម្មរួចខ្លួនហើយបន្តទៅធ្វើការនៅកន្លែងថ្មីទៀតដោយសារតែអាជ្ញាធរអសមត្ថភាពក្នុងការចាប់ខ្លួនជនបរទេសទាំងនោះដើម្បីស៊ើបអង្កេតនិងកំណត់អត្តសញ្ញាណធម្មតាការបោសសម្អាតគឺឧទាហរណ៍ថាដឹងថានៅអគារណាយើងពាត់ចាប់ដើម្បីកុំឲ្យមានការរត់ប្រសេកផ្សាយដើម្បីស្រាវជ្រាវរកមេខ្លោងនៃតំបន់នីមួយៗធម្មតា online scam នេះតំបន់នីមួយៗវាទៅមានអ្នកទទួលត្រូវហើយអញ្ចឹងកាលណាយើងបង្ក្រាបយើងត្រូវចាត់ការមេតំបន់នីមួយៗហើយធ្វើម៉េចគ្រប់គ្រងកុំឲ្យមានការរួចរត់ខ្លួនព្រោះអ្នកដែលរួចរត់ខ្លួនហ្នឹងគឺថាអ្នកខ្លះអាចជាជនរងគ្រោះអ្នកខ្លះអាចជាអ្នកដែលជាមេខ្យល់ឬមួយជាបណ្ដាញនៃការជួញដូរហ្នឹងទូរទស្សន៍អាស៊ីសេរីមិនអាចតេតអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សអ្នកស្រីជូប៊ុនអេងដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី16ខែមករាអ្នកខ្លមើលបានលើកឡើងថា
ដើម្បីបញ្ជាការចាត់ប្រកាន់ថាយុទ្ធនាការសម្អាតអក្រិតកម្មឆបោកតាមអនឡាញធ្វើឡើងតែមួយខ្យល់ដោយសារតែរងសម្ពាធពីអន្តរជាតិនោះរដ្ឋាភិបាលក្រុមគ្រួសារត្រកូលហ៊ុនគួរចាប់ខ្លួនបុគ្គលមានអំណាចធំដែលពាក់ព័ន្ធនឹងអក្រិតកម្មនេះយកមកអនុវត្តទោសតាមផ្លូវច្បាប់មកដល់ពេលនេះអ្វីត្បិតតែសមត្ថកិច្ចចុះបង្ក្រាបទីតាំងអគារអនឡាញនិងចាប់ខ្លួនអក្រិតជន Gen Z និងមេខ្លោងឆបោកតាមអនឡាញគឺលោកលីគួងក្តីប៉ុន្តែទីតាំងអគារសម្រាប់បង្ខាំងមនុស្សជាច្រើនកន្លែងផ្សេងទៀតនៅតំបន់អូស្មាច់របស់លោកលីយ៉ុងផាត់នៅតែដំណើរការគណៈអង្គការក្រាក់និងសាច់ញាតិរបស់ក្រុមគ្រួសារត្រកូលហ៊ុនផងគឺលោកហ៊ុនតូនិងមនុស្សចំណិតផ្សេងជាច្រើនទៀតដែលរងការពាក់ព័ន្ធនឹងអក្រិតកម្មនេះនៅតែមានសេរីភាពនៅឡើយខ្ញុំប្រៃជើទូរទស្សន៍អាស៊ីសេរីពីរដ្ឋធានី Washington ចាលោកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីចាយើងងាកទៅព័ត៌មានតកតងនឹងការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសមុទ្រចាច្បាប់សមុទ្រចានៃអនុសញ្ញាអង្គការសហប្រជាជាតិវិញម្ដងចាមន្ត្រីគណៈបកប្រឆាំងនិងអ្នកឃ្លាំមើលលើកឡើងថាការដែលសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីច្បាប់សមុទ្រលើអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ1982ជាចំណុចវិជ្ជមានប៉ុន្តែកម្ពុជាត្រូវចេះប្រើច្បាប់នេះឲ្យមានប្រសិទ្ធភាពនៅក្នុងការប្តឹងប្រទេសជិតខាងដែលរំលោភដែនសមុទ្រកម្ពុជាពួកគាត់ថាសប្តាហ៍ថ្ងៃនេះព្រំដែនសមុទ្រនិងកោះខ្លះរបស់កម្ពុជាត្រូវបានថៃនិងវៀតណាមចូលកាន់កាប់ដូចជាតំបន់កោះក្រចកសេះកោះត្រល់និងតំបន់កោះគុជជាដើមចាសសូមអញ្ជើញលោកនាងមកទស្សនាសេចក្តីរាយការណ៍របស់លោកយ៉ងច័ន្ទតារាអំពីរឿងនេះមន្ត្រីគណៈបកប្រឆាំងនិងអ្នកខ្លំមើលលើកឡើងថាការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីច្បាប់សមុទ្រនេះគឺជារឿងត្រឹមត្រូវស្របពេលដែលកម្ពុជាកំពុងតែមានជម្លោះព្រំដែនគោកនិងព្រំដែនទឹកជាមួយនឹងប្រទេសថៃទន្ទឹមគ្នានេះពួកគាត់ថាអ្វីត្បិតតែបញ្ហាដែនសមុទ្រមិនសូវបានយកមកវែកញែកគ្នាច្រើនក្តីក៏មិនមែនមានន័យថាកម្ពុជាមិនបាត់បង់ដែនសមុទ្រមួយចំនួននោះដែរដូច្នេះរដ្ឋាភិបាលកម្ពុជាត្រូវប្រើប្រាស់ច្បាប់មួយនេះឲ្យមានប្រសិទ្ធភាពហើយចុះពិនិត្យតាមព្រំដែនសមុទ្រឡើងវិញប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែននិងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23លោកអ៊ុំសំអានប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី16មករាថាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រនេះមានសារៈសំខាន់នៅក្នុងការការពារដែនសមុទ្រកម្ពុជានិងកោះមួយចំនួនតាមយន្តការអន្តរជាតិនៅក្នុងនោះលោកថាកម្ពុជាត្រូវប្រើយន្តការច្បាប់នេះដើម្បីប្តឹងទៅតុលាការអន្តរជាតិ ICJ និងតុលាការមជ្ឈត្តការចិនត្រៃ PCA នៅក្នុងករណីដែលរកឃើញថាដែនសមុទ្រកម្ពុជាត្រូវបានប្រទេសជិតខាងរំលោភបំពានមានសារៈសំខាន់ព្រោះវាអាចការពារដែនសមុទ្ររបស់យើងវាអាចដោះស្រាយព្រំដែនសមុទ្រនិងកោះកម្ពុជាជាមួយនឹងប្រទេសខាងដូចជាប្រទេសវៀតណាមនិងប្រទេសថៃជាដើមហើយក៏អាចប្តឹងថៃនិងវៀតណាមទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ឬតុលាការអាជ្ញាកណ្ដាលអន្តរជាតិ PCA ការលើកឡើងបែបនេះគឺក្រោយពីរដ្ឋសភាកម្ពុជានៅព្រឹកថ្ងៃទី16មករាបានប្រកាសអនុម័តសេចក្តីព្រាងច្បាប់យល់ព្រមទៅលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រឆ្នាំ1982កិច្ចប្រជុំនេះដឹកនាំដោយប្រធានរដ្ឋសភាអ្នកស្រីខួនសូដារីនិងសមាជិកសភាចំនួន114រូបរួមនឹងលោកនាយរដ្ឋមន្ត្រីហ៊ុនម៉ាណែតផងដែរអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ1982ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី10ខែធ្នូឆ្នាំ1982នៅទីក្រុងម៉ុងតេកូបេនៃប្រទេសហ្សាម៉ាអ៊ីឬប្រទេសចាម៉ៃកាហើយបានចូលជាធរមាននៅថ្ងៃទី16ខែវិច្ឆិកាឆ្នាំ1994បច្ចុប្បន្ននេះមានប្រទេសចំនួន171បានចូលជារដ្ឋភាគីនៃអនុសញ្ញាមួយនេះរីឯកម្ពុជាបានចុះហត្ថលេខាលើអនុសញ្ញានេះកាលពីថ្ងៃទី1ខែកក្កដាឆ្នាំ1983តែនៅមិនទាន់បានធ្វើសច្ចាប័ននៅឡើយដូច្នេះដើម្បីកម្ពុជាអាចធ្វើសច្ចាប័នលើអនុសញ្ញាអន្តរជាតិនេះបានកម្ពុជាត្រូវមានច្បាប់ស្តីពីនីតិសមុទ្រជាមុនសិនទោះជាយ៉ាងណាលោកអ៊ុំសំអានលើកឡើងថានៅក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ1982ឬហៅថា UNCLOS នេះបានបង្ហាញយ៉ាងច្បាស់ថាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជាថៃនិងវៀតណាមរួមនឹងកោះមួយចំនួនទៀតដូចជាកោះក្រចកសេះកោះត្រល់និងកោះគុជជាដើមត្រូវបានប្រទេសថៃនិងវៀតណាមកាន់កាប់ដោយខុសច្បាប់ដោយនេះលោកថាកម្ពុជាមានសិទ្ធិទាមទារយកមកវិញដោយសំអាងទៅលើច្បាប់សមុទ្រឆ្នាំ1982នេះ
កម្ពុជាអាចទាមទារយក2ភាគ3នៃកោះកុដមកវិញមកតាមច្បាប់សមុទ្រឆ្នាំ82ហើយនឹងផែនទីឧបសម្ព័ន្ធផ្សំសញ្ញាប្រាំងសៀមឆ្នាំ1997ហើយនឹងអាចទាមទារគេហៅថាតំបន់ទ្រុស៊ីគ្នាទំហំ 26,000 គីឡូម៉ែត្រការ៉េពីថៃមកវិញផងដែរហើយនឹងប្រេងនឹងអូស្មန်ដែលមានតម្លៃ$300,000ហើយក៏អាចប្តឹងថៃទៅកាន់តុលាការអន្តរជាតិហើយក៏អាចប្តឹងវៀតណាមទៅកាន់តុលាការអន្តរជាតិដើម្បីទាមទារយកកោះត្រល់កោះកញ្ចក់សេះមកវិញរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោកប្រាក់សុខុនធ្លាប់បានលើកឡើងនៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មការជំនាញនៃរដ្ឋសភាកាលពីដើមសប្តាហ៍នេះថាកម្ពុជានឹងបានប្រយោជន៍ច្រើនពីអនុសញ្ញានេះរួមមានការគ្រប់គ្រងសមុទ្រស្របទៅតាមច្បាប់អន្តរជាតិដូចជាការគ្រប់គ្រងនិងការអភិរក្សបរិស្ថានសមុទ្រការធ្វើអាជីវកម្មទៅលើធនធានសមុទ្រនិងការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រជាដើមលើសពីនេះលោកថាច្បាប់មួយនេះនឹងពង្រឹងតួនាទីកម្ពុជានៅលើឆាកអន្តរជាតិតាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការដោយស្មើមុខនៅក្នុងការគ្រប់គ្រងសមុទ្រនិងការដោះស្រាយបញ្ហាសមុទ្រជាមួយបណ្ដាប្រទេសនានានិងមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសសមាជិកអាជ្ញាធរបាតសមុទ្រអន្តរជាតិក៏ដូចជាចៅក្រមតុលាការអន្តរជាតិនីតិសមុទ្រផងដែរបន្ថែមពីលើនេះប្រមុខការទូតកម្ពុជារូបនេះរំពឹងថាកម្ពុជាក៏នឹងទទួលបាននូវកិច្ចសហប្រតិបត្តិការនិងជំនួយបច្ចេកទេសរួមទាំងជំនួយផ្នែកច្បាប់អន្តរជាតិពាក់ព័ន្ធទៅនឹងការការពារនិងការអភិរក្សបរិស្ថានសមុទ្រនិងការផ្ទេរបច្ចេកវិទ្យាពីរដ្ឋភាគីនិងស្ថាប័នអន្តរជាតិនានាពាក់ព័ន្ធទៅនឹងអនុសញ្ញានេះជាដើមជុំវិញរឿងនេះប្រធានក្រុមអ្នកខ្លាំមើលកម្ពុជាលោកម៉ែនណាតលើកឡើងថាការអនុម័តច្បាប់សមុទ្រនេះគឺជារឿងសំខាន់ហើយកន្លងទៅគណៈបកប្រឆាំងនិងប្រជាពលរដ្ឋក៏ធ្លាប់បានទាមទាររដ្ឋសភាអនុម័តច្បាប់នេះអស់ជាច្រើនដងជាពិសេសពេលកម្ពុជាមានជម្លោះព្រំដែនទឹកជាមួយនឹងប្រទេសវៀតណាមនិងថៃលោកបញ្ជាក់ថាច្បាប់នេះអាចមានប្រសិទ្ធភាពទៅបានគឺទាល់តែរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ឲ្យបានត្រឹមត្រូវដូចជាប្តឹងថៃនិងវៀតណាមទៅតុលាការអន្តរជាតិពាក់ព័ន្ធទៅនឹងការកាន់កាប់ដែនសមុទ្រនិងកោះមួយចំនួនរបស់កម្ពុជាដោយខុសច្បាប់ប្រទេសអស់ហ្នឹងមិនគោរពច្បាប់អន្តរជាតិទេអាហ្នឹងវាមានតែកម្ពុជាប្តឹងហ្នឹងឯងប្តឹងហ្នឹងគឺប្តឹងទៅតុលាការអន្តរជាតិហ្នឹងក្រៅពីប្តឹងទៅតុលាការអន្តរជាតិវាមានយន្តការការទូតតាមរយៈតវ៉ាទៅអង្គការសហជីវជាតិតវ៉ាទៅក្រមប្រឹក្សាសន្តិសុខអង្គការសហជាតិតវ៉ាទៅអាស៊ានតវ៉ាទៅកិច្ចព្រមព្រៀងក្រុងប៉ារីសជាដើមហ្នឹងអាហ្នឹងតាមមធ្យោបាយការទូតខ្លឹមសារនៃអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ1982នេះគឺនិយាយអំពីក្របខ័ណ្ឌគតិយុត្តនៃការកំណត់ព្រំដែនសមុទ្រសេរីភាពផ្នែកនាវាចរតាមផ្លូវសមុទ្រសិទ្ធិនិងកាតព្វកិច្ចរបស់រដ្ឋភាគីនៅក្នុងការប្រើប្រាស់លំហសមុទ្រនិងសេចក្តីណែនាំនានាសម្រាប់ការធ្វើពាណិជ្ជកម្មការការពារបរិស្ថានរួមនឹងការគ្រប់គ្រងធនធានធម្មជាតិដូចជារ៉ែព្រៃនិងអូស្មန်ជាដើមទោះជាយ៉ាងណាអ្នកជំនាញព្រួយបារម្ភថាអ្វីត្បិតតែកម្ពុជាធ្វើសច្ចៈបានលើច្បាប់សមុទ្រនេះក្តីក៏ច្បាប់នេះនឹងពុំមានប្រយោជន៍អ្វីទៅដល់ការការពារដែនសមុទ្រកម្ពុជានោះដែរប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនប្រើប្រាស់ច្បាប់នេះប្តឹងទៅតុលាការអន្តរជាតិនៅពេលដែលប្រទេសជិតខាងរំលោភបំពានដូចជាករណីរដ្ឋាភិបាលមិនប្តឹងថៃទៅតុលាការអន្តរជាតិ ICC និង ICJ ពាក់ព័ន្ធទៅនឹងរឿងយោធាថៃឈ្លានពានព្រំដែនគោកនិងបង្កឧក្រិដ្ឋកម្មសង្គ្រាមមកលើកម្ពុជាជាដើមខ្ញុំយ៉ងច័ន្ទដារាទូរទស្សន៍អាស៊ីសេរី Washingtonចាលោកអ្នកនាងកញ្ញាជាទីមេត្រីលោកអ្នកនាងកំពុងតែទស្សនាការផ្សាយរបស់ទូរទស្សន៍អាស៊ីសេរីចាការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពនៃប្រទេសទាំងពីរគឺកម្ពុជានិងថៃបានស្ងប់ស្ងាត់ចាប់តាំងពីមានបទជប់បាញ់កាលពីចុងខែធ្នូក៏ប៉ុន្តែភាគីកងទ័ពថៃគឺពុំបានធ្វើឲ្យស្ថានភាពនៅតាមព្រំដែនស្ងប់ស្ងាត់ទេដោយសារតែគេនៅតែបន្តទន្ទ្រានកាន់កាប់ទឹកដីកម្ពុជានិងពង្រឹងការឈរជើងរឹងមាំនៅតាមទីតាំងទាំងនោះថែមទៀតចំណែកភាគីកម្ពុជាវិញគឺស្ថិតនៅស្ងៀមស្ងាត់និងបន្តរងចាំឲ្យភាគីថៃវិលមកកំណត់ពេលកិច្ចប្រជុំពាក់ព័ន្ធដើម្បីពិភាក្សារឿងព្រំដែននិងបោះបង្គោលព្រំដែនបន្តទៀតប៉ុន្តែម្ដងជាពីរដងភាគីថៃចាតែងតែពន្យាពេលកិច្ចប្រជុំជាក់ស្ដែងភាគីថៃបានពន្យាពេលលើកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ទៅខែកុម្ភៈវិញមន្ត្រីគណៈបកប្រឆាំងគឺលោកអ៊ុំសំអានអះអាងថាមកដល់ពេលនេះយោធាថៃកំពុងតែកាន់កាប់ទឹកដីរបស់កម្ពុជានៅតាមព្រំដែនមានចំនួនរហូតដល់ទៅយ៉ាងតិចក៏40តំបន់
ចាប់តាំងពីខេត្តព្រះវិហារខេត្តឧត្តរមានជ័យខេត្តបន្ទាយមានជ័យខេត្តបាត់ដំបងនិងខេត្តពោធិ៍សាត់ចាលោកនាងនឹងបានស្ដាប់ប្រសាសន៍របស់លោកអ៊ុំសំអាននៅក្នុងការផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះដែលនាងខ្ញុំនឹងសម្ភាសជាមួយលោកនៅពេលបន្តិចទៀតនេះចាសូមអញ្ជើញលោកនាងកុំភ្លេចរងចាំតាមដានទស្សនាបទសម្ភាសនេះកុំបីខានចាលោកនាងកញ្ញាប្រិយមិត្តជាទីមេត្រីបើទោះបីជាមានសង្គ្រាមឈ្លានពានពីកងទ័ពថៃនៅតាមព្រំដែនកម្ពុជាថៃជាច្រើនខែមកហើយក្តីក៏ក្រុមយុវជនចលនាមេដាធម្មជាតិមិនភ្លេចតួនាទីរបស់ខ្លួនក្នុងការឃ្លាំមើលនិងរាយការណ៍ពីការបំផ្លិចបំផ្លាញធនធានធម្មជាតិនិងព្រៃឈើដែរចានៅដើមខែមករានេះក្រុមយុវជនចលនាមេដាធម្មជាតិបានចេញវីដេអូខ្លីមួយបង្ហាញពីស្ថានភាពព្រៃឈើនៅតំបន់រមណីយដ្ឋានភ្នំតាម៉ៅចាយុវជនចលនាមេដាធម្មជាតិបារម្ភថាព្រៃអភិរក្សនៅតំបន់ភ្នំតាម៉ៅនឹងមិនត្រូវបានគេស្ដារឡើងវិញឡើយដែលធ្វើឲ្យព្រៃនៅតំបន់នោះនឹងត្រូវបាត់បង់ចានេះខ្ញុំនឹងមានសម្ភារផ្ទាល់មួយជាមួយនឹងយុវតីចលនាមេដាធម្មជាតិចាអ្នកនាងសុនរដ្ឋានៅក្នុងការផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះដែរចលនានាងជាទីមេត្រីជាព័ត៌មានមួយទៀតគឺតាក់ទងទៅនឹងអ្នកវិភាគលើកឡើងថាកម្ពុជាមិនចាំបាច់ទៅឆ្លោយឆ្លងជុំវិញការចោទប្រកាន់របស់ភាគីថៃពាក់ព័ន្ធទៅនឹងការជ្រៀតជ្រែកនយោបាយរបស់ពួកគេនោះទេដោយកម្ពុជាត្រូវតែយកចិត្តទុកដាក់ដោយកម្ពុជាត្រូវបណ្ដោយទុកឲ្យចរន្តនយោបាយរបស់ប្រទេសថៃនោះវិវត្តទៅតាមដំណើរការថ្លែងនេះគឺបន្ទាប់ពីនយោបាយថៃអ្នកនយោបាយថៃបានចោទប្រកាន់កម្ពុជាថាបានជ្រៀតជ្រែកនៅក្នុងរឿងនយោបាយរបស់ថៃដោយមេស្ថាប័នសិទ្ធិមនុស្សកម្ពុជានៃរដ្ឋាភិបាលកម្ពុជាគឺលោកកៅរេមីបានលើកឡើងថាប្រសិនបើនាយករដ្ឋមន្ត្រីថៃគឺលោកអនុទានច័ន្ទវីរៈគុលចាញ់ឆ្នោតនោះលទ្ធភាពនៃការផ្ទុះសង្គ្រាមនៅតាមព្រំដែនលើកទី3រវាងកម្ពុជាថៃអាចនឹងថយចុះចាលោកថាថៃមានសេចក្តីរាយការណ៍អំពីរឿងនេះបើទោះបីជាការប្រយុទ្ធគ្នានៅតាមតំបន់ព្រំដែនរវាងកម្ពុជានិងថៃត្រូវបានផ្អាកជាបណ្ដោះអាសន្នទៅហើយក្តីក៏ភាគីទាំងពីរនៅតែមានភាពរកាំរកូសជាមួយគ្នាខាងផ្នែកនយោបាយបន្ទាប់ពីក្រុមអ្នកនយោបាយថៃនៅតែបន្តចោទប្រកាន់មកលើកម្ពុជាថាបានជ្រៀតជ្រែករឿងកិច្ចការនយោបាយរបស់ថៃជាពិសេសការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់កម្ពុជាលោកកែវរេមីពាក់ព័ន្ធនឹងការបោះឆ្នោតក្នុងប្រទេសថៃកំពុងក្លាយជាបញ្ហាធំដែលមានការជជែកវែកញែកច្រើនក្នុងចំណោមអ្នកនយោបាយថៃសមាជិកតំណាងរាស្ត្រគណៈបកភើថៃបានចោទប្រកាន់មកលើមេដឹកនាំកម្ពុជាថាមានបំណងសំអុយប្រជាប្រិយភាពរបស់គណៈបកភើថៃតាមរយៈការប្រើប្រាស់ឧបាយកលឧទ្ទេសនាមឲ្យគណៈបកភើថៃដែលឲ្យពលរដ្ឋថៃយល់ច្រឡំថាគណៈបកភើថៃគឺជាបកពួកឬជាសម្ព័ន្ធមិត្តជាមួយមេដឹកនាំកម្ពុជាទន្ទឹមគ្នានេះក្រុមអ្នកនយោបាយរបស់គណៈបកភើថៃបានចោទប្រកាន់លើកម្ពុជាថាកំពុងជួយស្វែងរកប្រជាប្រិយភាពឲ្យគណៈបកភូមិចៃថៃរបស់លោកអនុទានច័ន្ទវរៈគុលដែលជានាយករដ្ឋមន្ត្រីចាំផ្ទះនិងបានលួចចងសម្ព័ន្ធភាពដោយប្រយោលជាមួយគ្នាដើម្បីផលប្រយោជន៍នយោបាយជាមួយគ្នានេះតំណាងរាស្ត្រមកពីគណៈបកប្រជាជនថៃបានរំលឹកឲ្យមេដឹកនាំគណៈបកភូមិចៃថៃលោកអនុទានកុំឆ្លៀតឱកាសយកការអត្ថាធិប្បាយរបស់ភាគីកម្ពុជាដើម្បីទាញប្រជាប្រិយភាពតាមរូបភាពជាតិនិយមរបស់ប្រជាពលរដ្ឋចំណែកប្រធានគណៈបកភូមិចៃថៃលោកអនុទានវិញលោកបានបញ្ចេញប្រតិកម្មថាលោកមិនចាប់អារម្មណ៍ចំពោះការលើកឡើងពីបញ្ហានយោបាយថៃរបស់កម្ពុជានោះទេដោយលោកលើកឡើងថាការវាយប្រហារមកលើរូបលោកពីសំណាក់មន្ត្រីកម្ពុជានេះគឺមកពីកម្ពុជាខ្លាចវត្តមានរបស់លោកទំនាស់ពាក្យសម្ដីរបស់ក្រុមអ្នកនយោបាយថៃនេះបានកើតឡើងបន្ទាប់ពីទេសរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលលោកកែវរេមីបានសរសេរនៅលើបណ្ដាញសង្គម Facebook កាលពីថ្ងៃទី8មករាថាប្រសិនបើគណៈបកភូមិចៃថៃរបស់លោកអនុទានចាញ់ឆ្នោតនោះលទ្ធភាពនៃការផ្ទុះសង្គ្រាមនៅតាមព្រំដែនលើកទី3រវាងកម្ពុជានិងថៃនឹងថយចុះក្រៅពីការវាយប្រហារមកកាន់លោកអនុទានលោកកែវរេមីបានឧទ្ទេសនាមគណៈបកប្រជាជនថៃនិងគណៈបកភើថៃថាប្រសិនបើគណៈបកណាមួយក្នុងចំណោមគណៈបកទាំងពីរបានឈ្នះឆ្នោតនោះពួកគេនឹងមិនលេងល្បែងសង្គ្រាមនោះទេពីព្រោះគណៈបកទាំងពីរផ្ដោតទៅលើសេដ្ឋកិច្ចនិងទំនាក់ទំនងអន្តរជាតិជាជាងធ្វើសង្គ្រាមជាមួយប្រទេសជិតខាងក្រុមអ្នកនយោបាយថៃបានចោទថាការលើកឡើងរបស់លោកកែវរេមីគឺធ្វើឡើងដោយមានការរៀបចំពីប្រធានព្រឹទ្ធសភាលោកហ៊ុនសែនដែលកន្លងមកលោកធ្លាប់មានទំនាក់ទំនងនិងទំនាស់លក្ខណៈបុគ្គលជាមួយគ្រូសាមេដឹកនាំនៃត្រកូលស៊ីណាវ៉ាត់របស់គណៈបកភើថៃទូរទស្សន៍អាស៊ីសេរីមិនអាចតាក់ទងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោកកែវរេមីដើម្បីសុំការបកស្រាយបានទេនៅថ្ងៃទី16មករាជុំវិញបញ្ហានេះអ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយលោកសេងវ៉ាន់លីបានប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី16ខែធ្នូថា
ស្ថានភាពនយោបាយរវាងកម្ពុជានិងថៃដែលកំពុងកើតឡើងនេះជាសញ្ញាមួយដែលព្រមានឲ្យឃើញថាបញ្ហាជាតិនិយមនៅតែជាអាវុធដ៏មុតស្រួចដែលអាចបង្កើតជាភ្លើងវិវាទបានគ្រប់ពេលវេលាលោកបន្តថាដើម្បីដោះស្រាយបញ្ហានេះមន្ត្រីកម្ពុជាមិនចាំបាច់បកស្រាយឬឆ្លើយឆ្លងជាសាធារណៈអ្វីនោះទេដោយកម្ពុជាត្រូវទុកឲ្យចរន្តនយោបាយរបស់ថៃវិវត្តតាមដំណើរក៏ប៉ុន្តែទន្ទឹមគ្នានេះកម្ពុជាគូប្រើប្រាស់យន្តការការទូតដើម្បីបញ្ជាក់មកកាន់ភាគីថៃអំពីគោលជំហរមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ថៃដូច្នេះហើយអ្វីដែលយើងកំពុងឃើញគឺជាសង្គ្រាមចិត្តសាស្ត្រនិងការប្រើប្រាស់វោហារសាស្ត្រនយោបាយដើម្បីទប់ទល់អំណាចគ្នានៅក្នុងស្រុកច្រើនជាងបំណងចង់បង្កចំនួនអាវុធជាមួយប្រទេសជិតខាងតែយ៉ាងណាក្តីអ្នកនយោបាយកម្ពុជាត្រូវតែប្រយ័ត្នប្រយែងខ្ពស់នៅក្នុងការនិយាយស្ដីអ្វីដើម្បីកុំឲ្យคล้ายជាឧបករណ៍នយោបាយរបស់ភាគីណាមួយនៅក្នុងប្រទេសថៃបើមិនចឹងទេចំនួនទ្វេភាគីនឹងកាន់តែបង្កឲ្យមានផលប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីរយៈពេលវែងបាទលោកសេងវ៉ាន់លីបានបន្តថាភាពចម្រូងចម្រាសរឿងនយោបាយរវាងប្រទេសទាំងពីរនេះមានភាគរយតិចតួចដែលអាចបង្កឲ្យមានសង្គ្រាមព្រំដែនសារជាថ្មីម្ដងទៀតដោយសារតែប្រទេសទាំងពីរត្រូវការពឹងពាក់គ្នាទៅវិញទៅមកនៅក្នុងកលៈទេសៈដែលពិភពលោកកំពុងស្ថិតក្នុងស្ថានភាពលំបាកទោះជាយ៉ាងណាក៏ដោយអតីតមេទ័ពភូមិភាគ2ថៃនិងជាទីប្រឹក្សាអគ្គបញ្ជាការកងទ័ពជើងគោកលោកប៊ុនស៊ីនផាត់ខ្លាំងបានថ្លែងកាលពីថ្ងៃទី13មករាថាឱកាសផ្ទុះសង្គ្រាមព្រំដែនជាមួយកម្ពុជាជាលើកទី3គឺមានចំនួន50លើ50អាស្រ័យទៅលើគោលជំហររបស់កម្ពុជាដែលបានទាមទារទឹកដីដែលយោធាថៃកំពុងកាន់កាប់ត្រឡប់ទៅវិញលោកប្រមានថាប្រសិនបើផ្ទុះសង្គ្រាមលើកទី3គឺនឹងមានសភាពធ្ងន់ធ្ងរជាងមុនដោយសារយោធាថៃបានត្រៀមបំពាក់អាវុធធុនធ្ងន់ច្រើនជាងមុនកម្ពុជានិងថៃបានធ្វើសង្គ្រាមជាមួយគ្នាតាមព្រំដែន2ដងមកហើយកាលពីចុងខែកក្កដានិងដើមខែធ្នូឆ្នាំ2025អ្នកខ្លំមើលយល់ឃើញថាដើមចមនៃសង្គ្រាមនេះគឺកើតចេញពីចំនួនបុគ្គលរបស់អតីតមេដឹកនាំកម្ពុជាគឺលោកហ៊ុនសែននិងបងធัวរបស់លោកដែលជាអតីតមេដឹកនាំថៃគឺលោកថាក់ស៊ីនស៊ីណាវ៉ាត់ចំនួននេះបានរាលដាលកាន់តែខ្លាំងបន្ទាប់ពីលោកហ៊ុនសែនបានបរិហាគេលោកថាក់ស៊ីននិងលោកដៃកកកកាយកិច្ចការផ្ទៃក្នុងរបស់ក្រុមអិសរាជជននយោបាយថៃរហូតដល់មានការផ្ទុះអាវុធដាក់គ្នានៅតាមបណ្ដោយព្រំដែនខ្ញុំថាថៃពីទីក្រុងមែលប៊នចាលោកនាងកញ្ញាប្រិយមិត្តជាទីមេត្រីចានៅពេលបន្តិចទៀតនេះចាលោកនាងនឹងបានទស្សនាកម្មវិធីសំណើចនយោបាយរបស់ទូរទស្សន៍អាស៊ីសេរីចាដែលរៀបចំឡើងដោយអ្នកស្ម័គ្រចិត្តថ្មីមួយរូបរបស់ទូរទស្សន៍អាស៊ីសេរីចាគឺលោកពើរ៉ាដូចាប្រធានបទកម្មវិធីសំណើចនយោបាយនាពេលនេះគឺផ្ដោតទៅលើការរិះគន់របស់ប្រជាពលរដ្ឋចំពោះលោកហ៊ុនសែនដែលតែងតែបង្ហោះបទចម្រៀងនៅពេលដែលកម្ពុជារងការឈ្លានពានពីប្រទេសថៃចានៅពេលដែលប្រទេសជួបសង្គ្រាមនៅពេលដែលប្រជាពលរដ្ឋព្រួយបារម្ភពីសុវត្ថិភាពនិងពីអនាគតរបស់ប្រទេសជាតិចាលោកហ៊ុនសែនបែរជាបង្ហោះបទចម្រៀងធ្វើប្រងើយចាបទចម្រៀងទាំងនោះគឺភាគច្រើនជាបទដែលសរសើរលើកខ្លួនឯងនិងក្រុមគ្រួសាររបស់លោកហ៊ុនសែនចាសូមអញ្ជើញលោកនាងចារងចាំតាមដានកម្មវិធីសំណើចនយោបាយដែលរៀបចំដោយលោកពើរ៉ាដូនៅក្នុងការផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះចាហើយនៅពេលនេះចាលោកហ៊ុំចម្រើនលោកមានសេចក្តីរាយការណ៍មួយដែរចាតាក់ទងទៅនឹងការបង្ហោះចម្រៀងរបស់លោកហ៊ុនសែននេះដែរចាអ្នកខ្លំមើលលើកឡើងថារដ្ឋាភិបាលមេដឹកនាំរដ្ឋាភិបាលទាំងឪពុកនិងកូនពុំបានដោះស្រាយបញ្ហាជាតិធំនោះទេក្រៅតែពីបង្ហោះចម្រៀងដើម្បីបន្លំសន្តានិកាបន្ទាប់ពីអ្នកនាំពាក្យរដ្ឋាភិបាលអះអាងថាលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតមិនដែលបានខ្ជះខ្ជាយពេលវេលាសូម្បីតែ1នាទីនៅក្នុងការការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដីចាសសូមអញ្ជើញលោកនាងមកទស្សនាសេចក្តីរាយការណ៍របស់លោកហ៊ុំចម្រើនដូចតទៅប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោកសង្សានករណាលើកឡើងថាបើតាមការកត់សម្គាល់របស់លោកតាក់ទងទៅនឹងដំណោះស្រាយចំពោះការងារជាតិធំដូចជាការបើកលំហសិទ្ធិបញ្ចេញមតិសេរីភាពសារព័ត៌មានសេរីភាពធ្វើនយោបាយការស្ដារឡើងវិញនៅបញ្ហាប្រជាធិបតេយ្យបញ្ហាឆបោកតាមអនឡាញក៏ដូចជាបញ្ហានៅតាមព្រំដែនរដ្ឋាភិបាលគឺពុំទាន់បានដោះស្រាយអ្វីជាដុំកំភួននោះទេក្រៅតែពីការពារអំណាចរបស់ខ្លួនតែប៉ុណ្ណោះលោកសង្សានករណាបន្ថែមថាឯកជនភាសាមានការត្អូញត្អែពីការលំបាករបស់ពួកគាត់ដែលកំពុងរស់នៅកន្លែងសុវត្ថិភាពក៏មិនទាន់បានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនោះទេលោកថា
នៅពេលប្រទេសជាតិជួបសង្គ្រាមនៅពេលប្រជាពលរដ្ឋព្រួយបារម្ភពីសុវត្ថិភាពនិងអនាគតប្រទេសជាតិលោកហ៊ុនសែនបែរជាបង្ហោះបទចម្រៀងដែលភាគច្រើនជាបទសរសើរខ្លួនឯងនិងក្រុមគ្រួសាររបស់លោកធ្វើប្រងើយទៅវិញដូច្នោះបញ្ជាក់ថាទង្វើរបស់លោកហ៊ុនសែនហាក់ខ្វល់ខ្វាយពីរឿងផ្ទាល់ខ្លួនច្រើនជាងបញ្ហាទុក្ខសោករបស់ជាតិនិងប្រជាជនកិច្ចការងារសំខាន់របស់ជាតិនឹងគឺអត់អាចធ្វើទៅបានហើយការលើកឡើងខ្ញុំយល់ថាវាគ្រាន់តែជាការលើកឡើងដើម្បីធ្វើម៉េចព្យាយាមបង្ហាញពីការខិតខំប្រឹងប្រែងប៉ុន្តែជាលទ្ធផលគឺយើងឃើញថាអត់មានអីដែលជាដុំកំភួនហើយជាការធ្វើឲ្យពលរដ្ឋនិងអ្នកតាមដានទៅលើបញ្ហាសង្គមបញ្ហាជាតិនិងនយោបាយហ្នឹងអាចជឿទុកចិត្តបានទៅលើការដឹកនាំរបស់ប្រធានព្រឹទ្ធសភាដែលជាឪពុកនិងកូនដែលជានាយករដ្ឋមន្ត្រីនឹងទេលោកសង្សានករណីបន្ថែមទៀតថាបើទោះបីជាមានប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសក៏ដូចជាអ្នកលេងបណ្ដាញសង្គម Facebook ធ្វើការសម្ដែងមតិឲ្យរដ្ឋាភិបាលដាក់បណ្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិតាក់ទងនឹងយោធាថៃឈ្លានពានមកលើកម្ពុជាក៏រដ្ឋាភិបាលមិនមានចំណាត់ការអ្វីនោះទេគឺបានត្រឹមតែទ្រឹស្ដីប៉ុណ្ណោះការលើកឡើងនេះបន្ទាប់ពីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោកប៉ែនបូណាបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជាថៃនៅព្រឹកថ្ងៃទី16ខែមករាឆ្នាំ2026ថាក្រសួងស្ថាប័នពាក់ព័ន្ធដែលជាសេនាធិការរបស់រដ្ឋាភិបាលសកម្មមមាញឹកយ៉ាងខ្លាំងប្រឆាំងនឹងការរំលោភឈ្លានពាននិងការចង់បានដំណោះស្រាយដោយសន្តិវិធីតាមគោលការណ៍ច្បាប់អន្តរជាតិលោកថារដ្ឋាភិបាលនឹងប្រើប្រាស់ថវិកាជាតិនិងថវិកាដែលជាជំនួយឧបត្ថម្ភរបស់ប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍដើម្បីស្ដារជីវភាពប្រជាពលរដ្ឋភាគតិចនិងហេដ្ឋារចនាសម្ព័ន្ធនានាដែលរងការបំផ្លិចបំផ្លាញឲ្យបានឆាប់បំផុតនិយាយជារួមរាជរដ្ឋាភិបាលជាពិសេសថ្នាក់ដឹកនាំនៃយើងដែលមានសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីរួមទាំងក្រសួងស្ថាប័នដែលជាសេនាធិការទាំងអស់មិនដែលខ្ជះខ្ជាយពេលវេលាសូម្បីមួយវិនាទីនិងមិនដែលសំចៃកម្លាំងកាយចិត្តបញ្ញាស្មារតីសូម្បីបន្តិចបន្តួចឡើយផ្ទុយពីការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលអ្នកខ្លំមើលលើកឡើងថាលោកហ៊ុនម៉ាណែតពុំមានសកម្មភាពអ្វីនោះឡើយក្រៅតែពីលើកទ្រឹស្ដីហូរដូចទឹកនៅលើបណ្ដាញសង្គមរបស់ខ្លួនខណៈលោកហ៊ុនសែនដែលជាឪពុកសកម្មក្នុងការបង្ហោះបទចម្រៀងស្របពេលដែលប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃរាប់ម៉ឺននាក់កំពុងភាសឹកនឹងរងទុក្ខខ្លោចផ្សាពីការបាត់បង់ផ្ទះសម្បែងទ្រព្យសម្បត្តិនិងដីធ្លីដោយសារយោធាថៃឈូសឆាយនិងដុតកំទេចចោលព្រមទាំងដាក់បន្លាលួសនិងទូកងទូណូដើម្បីគ្រប់គ្រងយកធ្វើជាកម្មសិទ្ធិខ្ញុំបាទហុំចម្រើនទូរទស្សន៍អាស៊ីសេរីពីរដ្ឋធានី Washington ចាលោកនាងកញ្ញាប្រិយមិត្តជាទីមេត្រីចាដូចកាលពីយប់ថ្ងៃសុក្រសប្តាហ៍មុនដែរចានៅយប់នេះយើងនឹងមានកម្មវិធីសំណើចនយោបាយចាដែលរៀបចំដោយបុគ្គលិកស្ម័គ្រចិត្តថ្មីមួយរូបរបស់ទូរទស្សន៍អាស៊ីសេរីចាហើយកម្មវិធីនេះគឺជាការលើកយកនៅរឿងរ៉ាវនយោបាយដែលកើតឡើងពិតប្រាកដនៅក្នុងសង្គមយកមកឆ្លុះបញ្ចាំងតាមរយៈសំណើចនិងការបញ្ចេញមតិដែលប្រកបដោយសិទ្ធិសេរីភាពចាគោលបំណងសំខាន់នៃកម្មវិធីនេះគឺលើកយកសំណួរនិងចម្ងល់របស់ប្រជាពលរដ្ឋមកបង្ហាញជាសាធារណៈចាលោកអ្នកនាងនិងប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីបានជ្រាបរួចមកហើយថានៅពេលដែលពលរដ្ឋមានសំណួរមានចម្ងល់ពីបញ្ហានយោបាយពីបញ្ហាសង្គមការឆ្លើយតបពីប្រមុខដឹកនាំគឺភាគច្រើនមិនមែនជាការបកស្រាយទេប៉ុន្តែគឺជាការគំរាមកំហែងនិងការបំបិទមាត់ពលរដ្ឋទៅវិញចាហើយដូចនេះហើយបានជាកម្មវិធីសំណើចនយោបាយរបស់ទូរទស្សន៍អាស៊ីសេរីចាព្យាយាមលើកឡើងនៅសំណួររឿងនយោបាយដោយប្រើសំណើចជាឧបករណ៍ជំនួសឲ្យការភ័យខ្លាចប្រធានបទសម្រាប់កម្មវិធីសំណើចនយោបាយនៅយប់នេះគឺផ្ដោតទៅលើការរិះគន់របស់ប្រជាពលរដ្ឋចំពោះលោកហ៊ុនសែនដែលតែងតែបង្ហោះបទចម្រៀងនៅពេលដែលកម្ពុជារងការឈ្លានពានពីប្រទេសថៃនៅពេលដែលប្រទេសជាតិកំពុងតែជួបសង្គ្រាមនៅពេលដែលប្រជាពលរដ្ឋកំពុងតែព្រួយបារម្ភពីសុវត្ថិភាពនិងអនាគតរបស់ប្រទេសជាតិលោកហ៊ុនសែនបែរជាបង្ហោះបទចម្រៀងធ្វើប្រងើយបទចម្រៀងទាំងនោះ
ភាគច្រើនជាបទសរសើរលោកខ្លួនឯងនិងក្រុមគ្រួសាររបស់លោកចាតើសំណួរអ្វីខ្លះដែលពលរដ្ឋចង់សួរទៅលោកហ៊ុនសែនតាក់ទងទៅនឹងការបង្ហោះបទចម្រៀងនៅពេលដែលប្រទេសជាតិកំពុងជួបវិបត្តិសង្គ្រាមបែបនេះចានៅយុគនេះចាលោកពៅរ៉ាដូនឹងដាក់សំណួរទាំងនេះជំនួសមុខឲ្យលោកអ្នកនាងកញ្ញាទៅកាន់លោកហ៊ុនសែនដូចតទៅសម្ដេចតើបទចម្រៀងអីដែលសម្ដេចចូលចិត្តជាងគេនៅពេលដែលថៃវាយលោកកម្ពុជាជីសេះមើលផ្កាអត់ឃើញផ្កាយមកគ្រាប់សតសម្ដេចឬតែសំឡេងក្រកំភ្លើងថៃរួចចុះថៃវាយលោកភូមិព្រៃច័ន្ទតើសម្ដេចបង្ហោះបទអីមកជីវិតគិតតែពីឡប់ចុះពេលថៃផ្លោងចូលប្រាសាទព្រះវិហារវិញសម្ដេចស្ដាប់បទអីងើមួយបាយមួយងើពីរបាយពីរសម្ដេចបើសិនយើងងើបទាំងអស់គ្នាសម្ដេចបាច់ស្ពៃហើយសម្ដេចតែនៅពេលនេះសម្ដេចមិនទាន់ស្ពៃនៅឡើយទេព្រោះនៅមានអ្នកលើកជើងសម្ដេចនិយាយរឿងលើកជើងសម្ដេចខ្ញុំមានសំណួរមួយបើតើតែចេះលើកជើងទៅស្ទើរសម្ដេចទៅបានបុណ្យស័ក្តិរស់ស្រួលហើយបើនិយាយការពិតគឺជាប់គុកសុំបងសម្ដេចតើសម្ដេចពុកអាចបង្កើតច្បាប់សម្រាប់ដំឡើងបុណ្យស័ក្តិអ្នកដែលលើកជើងសម្ដេចដែរទេកុំថាច្បាប់សូម្បីតែរដ្ឋធម្មនុញ្ញក៏ CPP កែបានដែរអានឹងគេធ្វើអញ្ចឹងបានទៀតណោះសម្ដេចគិតថាកម្ពុជាត្រូវការច្បាប់ឬមួយត្រូវការជំនាញលើកជើងច្រើនជាងតែអានេះជារបៀបគ្រប់គ្រងរដ្ឋសួរតាមត្រង់សម្ដេចតើសម្ដេចកំពូលពុកមែនបានជាបង្ហោះតែចម្រៀងចាំតែកំពូលទៅអាពៅអញចេះស្រេះទេឥឡូវយើងមកនិយាយបទចម្រៀងវិញបទព្រៃជីកដៃជោមានហើយបទស្ពីនដៃជោមានហើយបទទឹកភ្នែកភរិយាក៏លឺហើយតើសម្ដេចអាចគ្រងចេញបទទឹកភ្នែកដៃជោដែរទេជួយងាប់ហ៎ចាលោកនាងកញ្ញាជាទីមេត្រីចាកម្មវិធីសំណើចនយោបាយរបស់ទូរទស្សន៍អាស៊ីសេរីនេះចានឹងមានផ្សាយជូនលោកនាងនៅលើគ្រប់បណ្ដាញសង្គមរបស់ទូរទស្សន៍អាស៊ីសេរីចាប្រសិនបើលោកនាងចូលចិត្តចាសូមអញ្ជើញលោកនាងចាចូលទៅទស្សនានិងចែករំលែកកម្មវិធីនេះដើម្បីឲ្យបានដឹងពីសំណួរទាំងឡាយដែលប្រជាពលរដ្ឋចង់សួរទៅលោកហ៊ុនសែននេះចាសូមកម្មវិធីនេះនឹងវិលមកជួបលោកនាងវិញនៅថ្ងៃសុក្រសប្តាហ៍ក្រោយទៀតចាលោកនាងកញ្ញាជាទីមេត្រីចានៅពេលបន្តិចទៀតនេះចានេះខ្ញុំនឹងមានសម្ភាសផ្ទាល់ជាមួយនឹងលោកអ៊ុំសំអានចាដែលលោកគឺជាប្រមុខនៃស្ថាប័នអធិបតេយ្យជាតិព្រំដែននិងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ23តុលាចាជុំវិញកងទ័ពថៃមិនបានស្ងៀមស្ងាត់ប៉ុន្តែនៅតែបន្តទន្ទ្រានយកទឹកដីកម្ពុជាហើយក្នុងនោះលោកអ៊ុំសំអានបានលើកឡើងថាមានតំបន់យ៉ាងហោចណាស់ក៏40តំបន់ដែរដែលថៃកំពុងតែកាន់កាប់នៅតាមព្រំដែនកម្ពុជាចានៅតាមខេត្តជាប់ព្រំដែនថៃនោះចានេះខ្ញុំនឹងមានសម្ភាសផ្ទាល់ជាមួយនឹងលោកអ៊ុំសំអាននៅក្នុងពេលបន្តិចទៀតនេះចាប៉ុន្តែមុននឹងទៅដល់បទសម្ភាសនេះចានេះខ្ញុំមានបទសម្ភាសមួយទៀតចាជាមួយនឹងអ្នកនាងសុនរដ្ឋាចាគឺជាយុវជនចលនាមេដាធម្មជាតិចាបើទោះបីជាមានសង្គ្រាមឈ្លានពានពីកងទ័ពថៃនៅតាមព្រំដែនកម្ពុជាថៃជាច្រើនខែមកហើយក្តីក៏ក្រុមយុវជនចលនាមេដាធម្មជាតិចាមិនបានផ្លេចពីទួលនីតិរបស់ខ្លួនថាគឺជាអ្នកដែលឃ្លាំមើលនិងរាយការណ៍ពីការបំផ្លិចបំផ្លាញធនធានធម្មជាតិនិងព្រៃឈើដែរចានៅដើមខែមករានេះក្រុមយុវជនចលនាមេដាធម្មជាតិបានចេញវីដេអូខ្លីមួយបង្ហាញពីស្ថានភាពព្រៃឈើនៅតំបន់រមណីយដ្ឋានភ្នំតាម៉ៅហើយដែលយុវជនចលនាមេដាធម្មជាតិបង្ហាញក្តីព្រួយបារម្ភថាចាតំបន់ព្រៃអភិរក្សតំបន់ភ្នំតាម៉ៅនឹងមិនត្រូវបានគេស្ដារឡើងវិញឡើយហើយនឹងធ្វើឲ្យព្រៃនៅតំបន់នោះបាត់បង់ចានេះខ្ញុំនឹងសម្ភាសអ្នកនាងសុនរដ្ឋាអំពីរឿងនេះដូចតទៅចាជំរាបសួររដ្ឋាពីចម្ងាយចាជ្រាបសួរបងនិងជ្រាបសួរប្រិយមិត្តទាំងអស់ពីចម្ងាយដូចគ្នាដែរចារដ្ឋាកាលពីបទសម្ភាសជាមួយរដ្ឋានៅកាលពីខែវិច្ឆិកាចារដ្ឋាបានលើកឡើងថាចលនាមេដាធម្មជាតិមានសកម្មភាពជាច្រើនក្រៅតែពីការទៅ
បញ្ចុះបញ្ចូលសហគមន៍អន្តរជាតិឲ្យគេយកចិត្តទុកដាក់ចំពោះយុវជនចលនាមេដាធម្មជាតិជាពិសេសអ្នកដែលកំពុងជាប់ឃុំហ្នឹងមានសកម្មភាពអីផ្សេងទៀតហើយដូច្នេះចង់ដឹងដែរតើមកដល់ពេលនេះហ្នឹងខាងយុវជនចលនាមេដាធម្មជាតិនឹងបានធ្វើអ្វីខ្លះហើយយុទ្ធនាការទាមទាររកការគ្រប់គ្រងពីឆាកអន្តរជាតិនេះដំណើរការដល់ណាខ្លះដែរចា៎ចាអរគុណបងហ្នឹងហើយពីកាលពីខែវិច្ឆិកាខ្ញុំបានទៅខាងបណ្ដាប្រទេសមួយចំនួននៅទ្វីបអឺរ៉ុបហើយក៏បានជួបជាមួយនឹងខាងក្រសួងការបរទេសក៏ដូចជាអង្គការសង្គមស៊ីវិលនិងអ្នកគ្រប់គ្រងសកម្មជនផ្សេងទៀតនៅទីនោះដូចគ្នាបកមករឿងមេដាធម្មជាតិតើមេដាធម្មជាតិបានធ្វើអីគេខ្លះតាក់ទងជាមួយនឹងរឿងធនធានធម្មជាតិយើងមានសកម្មភាពធ្វើច្រើនមែនទែនទោះបីជាមានបញ្ហាសង្គ្រាមចំនួនព្រំដែនរវាងកម្ពុជាថៃប៉ុន្តែយើងអត់ដែលភ្លេចទេពីទូនាទីរបស់យើងហើយទោះបីជាមានសង្គ្រាមឬក៏ការឈ្លានពានពិតមែនក៏រដ្ឋអំណាចក៏ដូចជាអ្នកបំផ្លាញធនធានធម្មជាតិមិនដែលភ្លេចពីទូនាទីខ្លួនឯងនៅក្នុងការបំផ្លាញធនធានធម្មជាតិនៅក្នុងការបឺតជញ្ជក់យកធនធានធម្មជាតិរបស់ប្រជាជនកម្ពុជាទាំងមូលមិនមែនទូនាទីការពារទេគឺទូនាទីបំផ្លាញចាហើយនឹងទូនាទីបើជញ្ជក់គឺមិនដែលភ្លេចទូនាទីខ្លួនឯងទេទោះបីជាមានសង្គ្រាមពីការឈ្លានពានមែនប៉ុន្តែអ្នកបំផ្លាញទាំងនោះគឺតែងតែចងចាំនៅទូនាទីរបស់ខ្លួននៅក្នុងការបើជញ្ជក់យកសម្បត្តិធនធានធម្មជាតិយកមកបំរើផលប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងហ្នឹងយើងមើលឃើញមានសកម្មមានការបំផ្លាញធនធានធម្មជាតិច្រើនមែនទែនដែលបច្ចុប្បន្នមេដាធម្មជាតិកំពុងតែធ្វើការទៅលើរឿងទំនប់វារីអគ្គិសនីនៅអរ៉ែងឡើងវិញដែលយើងសង្ស័យថាមានការសាងសង់ទំនប់វារីអគ្គិសនីឡើងវិញនៅតំបន់អរ៉ែងយើងក៏បានធ្វើការទៅលើរឿងការបូមខ្សាច់នៅតាមបណ្ដោយទន្លេមេគង្គយើងនៅតែបន្តយុទ្ធនាការរបស់យើងគឺតាក់ទងជាមួយនឹងការសង្គ្រោះកោះកុងក្រៅដែលជាកោះធំបំផុតនៅក្នុងប្រទេសកម្ពុជាហើយយើងរំពឹងថាកោះនឹងត្រូវបានថែរក្សានិងមិនត្រូវបានបំផ្លាញទេព្រោះវាស្រស់ស្អាតខ្លាំងមែនទែនកោះនៅពេលដែលយើងទៅដល់ទីហ្នឹងវាដូចយើងបានទៅលេងនៅឋានសួគ៌មានទាំងភ្នំមានទាំងព្រៃឈើទឹកធ្លាក់សមុទ្រយើងអាចទៅនេសាទជាមួយនឹងប្រជានេសាទផងដែរហើយយើងក៏នៅមានរឿងមួយចំនួនទៀតតាក់ទងជាមួយនឹងរឿងទឹកលូបង្ហូរពីរោងចក្រដែលមិនបានចម្រាញ់យកសារធាតុគីមីចេញមិនបានឆ្លងកាត់អាងប្រព្រឹត្តកម្មទឹកហូរទៅក្នុងទន្លេក្នុងស្ទឹងក្នុងព្រែកដែលប៉ះពាល់ទៅដល់ប្រជាជនដែលរស់នៅតាមបណ្ដោយដងស្ទឹងទាំងអស់ហ្នឹងចារូបភាពដែលលោកនាងបានឃើញនៅលើកញ្ចក់នេះគឺជារូបភាពភ្នំតាម៉ៅហើយយើងនឹងជជែកគ្នាបន្ថែមពីវីដេអូខ្លីរបស់ចលនាមេដាធម្មជាតិដែលនិយាយអំពីភ្នំតាម៉ៅនេះប៉ុន្តែមុននឹងទៅដល់រឿងរ៉ាវភ្នំតាម៉ៅនេះចង់ដឹងពីរដ្ឋាដែរដោយសារតែយើងទាំងអស់គ្នាក៏ចង់ដឹងដែរពីស្ថានភាពរបស់អ្នកជាប់ឃុំទាំង5នាក់ថាតើពួកគាត់មានស្ថានភាពយ៉ាងណាតើក្រុមគ្រួសារបានទៅសួរសុខទុក្ខទេតើពួកគាត់មានផ្ដាំផ្ញើអ្វីខ្លះមកខាងក្រៅតើយ៉ាងណាខ្លះទៅចារដ្ឋាសម្រាប់សុខទុក្ខរបស់អ្នកទាំង5នៅក្នុងពន្ធនាគារពួកគាត់ផ្ដាំផ្ញើតាមរយៈគ្រួសារមកថាពួកគាត់នៅរឹងមាំធម្មតាទេពួកគាត់នៅព្យាយាមថែរក្សាសុខភាពឲ្យល្អប្រសើរនិងមានគ្នាយើងមួយចំនួនគាត់មានការឈឺដូចបងនាងហ៊ីដែលរវត្តគាត់រៀងផ្ដាសាយហើយនឹងក្អកប៉ុន្តែអត់អីគាត់បានផ្ដាំផ្ញើតាមគ្រួសារដើម្បីទិញថ្នាំយកសម្រាប់លេបនៅក្នុងពន្ធនាគារដែរហើយឥឡូវស្ថានភាពបានវិវត្តមកធូរប្រសើរឡើងវិញគ្រាន់តែតើពួកគេបានដឹងទេថារដ្ឋានៅខាងក្រៅធ្វើយុទ្ធនាការអីផ្សេងដើម្បីគៀងគរការគ្រប់គ្រងដើម្បីបង្ហាញពីឆន្ទៈពីសកម្មភាពរបស់ពួកគេទៅលើពិភពលោកនេះតើគេមានចាប់អារម្មណ៍យ៉ាងម៉េចពីឆ្លើយតបយ៉ាងម៉េចដែរទេចា៎ពួកគាត់បានដឹងពីរឿងទាំងអស់ហ្នឹងហើយពួកគាត់សប្បាយចិត្តមែនទែនដែលពួកយើងបានធ្វើសកម្មភាពទាំងអស់ហ្នឹងហើយវាជាអ្វីដែលក្រុមបានសម្រេចថានឹងខ្ញុំគួរតែចេញមកក្រៅប្រទេសដើម្បីបន្តសកម្មភាពនិងដើម្បីបន្តដង្ហើមចលនាមេដាធម្មជាតិក៏ដូចជាទាមទារឲ្យមានការដោះលែងពួកគាត់ហើយពួកគាត់បានផ្ដាំផ្ញើមកថាគាត់ដឹងថាយើងហត់ហើយគាត់ដឹងថាប្រជាជនកម្ពុជាបារម្ភពីគាត់នៅក្នុងនោះគាត់ព្យាយាមថែរក្សាសុខភាពខ្លួនឯងទាំងផ្លូវកាយទាំងផ្លូវចិត្តហើយនឹងគាត់នៅតែបន្តឆន្ទៈរបស់ពួកគាត់ដើម្បីអ្វីដែលគាត់អាចធ្វើបានគឺមានតែប៉ុណ្ណឹងដើម្បីកុំឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរបាក់ទឹកចិត្តគាត់ក៏រំពឹងថាពួកយើងទាំងអស់គ្នាដូចជាបងប្អូនប្រជាពលរដ្ឋក៏ដូចជាចលនាសកម្មជនផ្សេងទៀត
កុំបោះបង់ក្តីសង្ឃឹមដរាបណាយើងនៅតែមានក្តីសង្ឃឹមទោះបីជាវាតិចតួចក៏ដោយក៏វាអាចបន្តទៅឲ្យមានការផ្លាស់ប្ដូរនៅក្នុងថ្ងៃណាមួយហើយជីវិតរបស់ពួកយើងមិនអាចរស់ដោយគ្មានក្តីសង្ឃឹមបានទេទោះបីជាក្តីសង្ឃឹមតូចក៏ដោយក៏យើងគួរតែបន្តមានហើយបន្តផ្សព្វផ្សាយក្តីសង្ឃឹមហ្នឹងទៅកាន់មនុស្សជុំវិញខ្លួនព្រោះនៅពេលដែលយើងមានក្តីសង្ឃឹមមួយយើងប្រាប់ទៅម្នាក់ទៀតគាត់នឹងផ្ដល់ក្តីសង្ឃឹមមកឲ្យយើងក្តីសង្ឃឹមម្នាក់បន្តិចចូលគ្នាវានឹងបានក្តីសង្ឃឹមមួយដែលពេញលេញចារដ្ឋានៅពេលដែលមានសង្គ្រាមឈ្លានពាននៅពេលដែលបរទេសអ្នកងារជាតិសាសន៍បរទេសចង់បានទឹកដីយើងមេដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ននេះក៏អំពាវនាវឲ្យមានការសាមគ្គីអំពាវនាវឲ្យមានការរួបរวมជាតិដើម្បីឲ្យជាតិខ្លាំងដើម្បីទប់ទល់នឹងការឈ្លានពានការយាយីពីបរទេសប៉ុន្តែមកដល់ពេលនេះនៅតែមិនទាន់មានការដោះលែងវីដេអូទី2ការពារធម្មជាតិដូចជាចលនាមេដាធម្មជាតិសកម្មជននយោបាយអ្នកការពារសិទ្ធិមនុស្សអីជាដើមគឺនៅតែបន្តជាប់នៅក្នុងឃុំដែលបង្ហាញឲ្យឃើញពីការបែកបាក់ជាតិទៅវិញទេមិនមែនជាការរួបរวมជាការសាមគ្គីជាតិទេហើយមានការចាប់ខ្លួនមនុស្សបន្ថែមទៀតដូចជាសកម្មជនឬក៏មន្ត្រីរបស់គណៈបកប្រឆាំងដូចជាគណៈបកកម្លាំងជាតិគណៈបកភ្លើងទៀនអីជាដើមជាបន្តក្នុងរយៈពេលតែក្នុងមួយសប្តាហ៍នេះគឺឃើញថាមានយ៉ាងហោចណាស់ក៏មាន3នាក់ដែរត្រូវចាប់ខ្លួនតើរដ្ឋាភិបាលយល់ឃើញយ៉ាងម៉េចចំពោះការអំពាវនាវឲ្យមានការរួបរวมជាតិសាមគ្គីជាតិតើក្នុងគំនិតរបស់រដ្ឋាភិបាលនឹងយល់ឃើញថាយ៉ាងណាជាការសាមគ្គីជាតិជាការរួបរวมជាតិឲ្យខ្លាំងនឹងតើយើងអាចធ្វើដោយមានពាក្យថាសាមគ្គីជាតិរួបរวมជាតិប៉ុន្តែនៅតែបន្តចាប់ខ្លួនមនុស្សនៅតែបន្តឃុំខ្លួនមនុស្សដែលមានទស្សនៈមិនស្របនឹងរដ្ឋាភិបាលនេះចាបងតាមពិតទៅដោយពាក្យខ្មែរយើងចាស់គាត់និយាយថាចិត្តជាទេវទត្តមាត់ជាទេវតានិយាយល្អមែនទែនប៉ុន្តែក្នុងចិត្តគឺពុះពុលហើយដូចប្រៀបដូចជាចចកពាក់ស្បែកជៀមអញ្ចឹងទាមទារឲ្យប្រជាពលរដ្ឋខ្មែរសាមគ្គីនៅពេលដែលប្រជាពលរដ្ឋខ្មែរនិយាយរិះគន់អីតែងតែមានតបខ្មោចនៅក្នុងបណ្ដាញសង្គម Facebook ហ្នឹងចូលមកជេរចូលមក comment ផ្សេងទៀតអត់ឲ្យមានការរិះគន់ណាមួយទោះបីជាការរិះគន់ហ្នឹងគឺដើម្បីស្ដារប្រទេសជាតិដើម្បីឲ្យមានសន្តិភាពនាំមកនៅសន្តិភាពពិតជាក់ស្ដែងពិតមែនក៏ដោយយើងមើលឃើញថាការទៀមទាយើងមើលឃើញពីសំណាក់អ្នកសកម្មជនសង្គមក៏ដូចជាសកម្មជនបពប្រឆាំងគឺបានរួបរวมគ្នាបានវិលត្រឡប់មករួបរวมគ្នាវិញហើយយើងមើលឃើញបណ្ដាបងប្អូនដែលនៅប្រទេសផ្សេងគឺគាត់ចូលរួមនៅក្នុងការធ្វើបាតកម្មតាក់ទងជាមួយនឹងការឈ្លានពានហ្នឹងក៏គាត់អត់ដែលប្រកាន់ទៅលើគណៈបកនិន្នាការនយោបាយណាមួយដែរគឺគាត់តែងតែនិយាយថាដោះអាវបកពាក់អាវជាតិគឺគាត់បានធ្វើហើយប៉ុន្តែយើងមើលឃើញថាអ្នកដែលអំពាវនាវហ្នឹងអត់ដែលបានធ្វើសកម្មភាពណាមួយបង្ហាញថាខ្លួនពិតជាត្រូវការរួបរวมការរួបរวมដែលគាត់លើកឡើងគឺជាការរួបរวมដែលប្រឈប់ការរិះគន់គាត់ហើយងាកមកនិយាយតែពីរឿងព្រំដែននិយាយតែពីរឿងឈ្លានពានទៅបានហើយកុំរិះគន់ទៅលើការដឹកនាំកុំរិះគន់ទៅលើគោលនយោបាយកុំរិះគន់ទៅលើបញ្ហាផ្សេងទោះបីជាបញ្ហាហ្នឹងប៉ះពាល់ដល់អាយុជីវិតប្រជាជនក៏ដោយហើយយើងមើលឃើញថាមិនត្រឹមតែមិនដោះលែងទេប៉ុន្តែចាប់ថែមទៀតអញ្ចឹងមាត់និយាយល្អណាស់ថាទៀមទាឲ្យមានការដោះលែងប៉ុន្តែការអនុវត្តជាក់ស្ដែងគឺអត់មានទេមានត្រឹមតែការអួតក្អេងក្អាងក្តែងថាខ្លួនបានធ្វើអីគេខ្លះខណៈពេលដែលប្រជាជននៅតាមបណ្ដោយព្រំដែនគឺមានបញ្ហាពួកគាត់មានបញ្ហាបាត់បង់ដីធ្លីបាត់បង់ផ្ទះសម្បែងហើយមិនមែនត្រឹមតែបណ្ដោយព្រំដែនពីការឈ្លានពានទេប្រជាពលរដ្ឋខ្មែរឈឺចាប់ជាមួយនឹងការឈ្លានពានពីសំណាក់យោធាថៃមកលើប្រទេសកម្ពុជាប៉ុន្តែភ្លេចនឹកឃើញពីការរំលោភនិងការឈ្លានពានពីសំណាក់ខ្មែរគ្នាឯងប្រជាជនដែលបាត់បង់ផ្ទះសម្បែងប្រមាណអ្នកដែលរងគ្រោះដោយសារតែបញ្ហាដីធ្លីនៅមិនទាន់បានយុត្តិធម៌ខណៈពេលដែលយើងកំពុងតែឈឺចាប់ចុះពួកគាត់អ្នកដែលសកម្មជនដីធ្លីសហគមន៍ដែលរងផលប៉ះពាល់ពីការសម្បទានដីសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនលីយ៉ុងផាត់យាយភូតើពួកគាត់ទទួលបានយុត្តិធម៌ហើយនៅពេលដែលយើងទាំងអស់គ្នាទាមទារយុត្តិធម៌ពីយោធាថៃតែយើងខ្លួនឯងភ្លេចទាមទារយុត្តិធម៌ជូនប្រជាជនខ្លួនឯងពីការឈ្លានពានពីសំណាក់ខ្មែរគ្នាឯងអញ្ចឹងយើងមើលឃើញថាការទាមទារឲ្យមានការរួបរวมវាគ្រាន់តែជាការនិយាយលើកឡើងឲ្យល្អមើលតែប៉ុណ្ណឹងហើយនឹងប្រឈប់ការរិះគន់និងប្រាប់
ទៅអ្នកគ្រប់គ្រងរបស់គណៈបព្វជិជនជាពិសេសនឹងអ្នកដែលតាមត្រសម្ដេចហ្នឹងតាមលើកជើងសម្ដេចហ្នឹងឲ្យមកវាយប្រហារទៅលើអ្នកដែលរិះគន់តែប៉ុណ្្នឹងឯងប៉ុន្តែសម្ដេចមិនដែលបង្ហាញទង្វើណាមួយជាក់ស្ដែងណាមួយពីការរួបរวมពិតប្រាកដទេបើសិនជាសម្ដេចពិតជាមានឆន្ទៈនៅក្នុងការបង្ហាញពីការរួបរวมមែនយើងចង់ឃើញសម្ដេចធ្វើសកម្មភាពឲ្យបានមុនយើងក៏ចង់ឃើញសម្ដេចដែលតែងតែហៅខ្លួនឯងថាជាមេដឹកនាំដែលខ្លាំងនៅក្នុងពិភពលោកហ្នឹងជាមេដឹកនាំដែលក្មេងជាងគេនៅក្នុងពិភពលោកហ្នឹងកាលដែលពេលដែលគាត់ឡើងធ្វើជាមេដឹកនាំប្រទេសហ្នឹងគាត់បានធ្វើជាគំរូភាពមកដល់យើងឡងមកយើងអាចឃើញមានគំរូភាពពីគាត់ណាមួយនៅក្នុងគំរូភាពវិជ្ជមានដើម្បីឲ្យប្រជាជនយកគំរូតាមទេចាឥឡូវនេះយើងបានដឹងទឹកចិត្តរបស់រដ្ឋាហើយគឺរដ្ឋាចង់ឲ្យមានការផ្ដល់យុត្តិធម៌ទៅដល់គ្រប់ភាគីទាំងអស់នៅក្នុងសង្គមចាំមិនថាអ្នករិះគន់មិនថាអ្នកប្រឆាំងអ្នកដែលជាពលរដ្ឋសាមញ្ញធម្មតាទេគឺត្រូវតែមានយុត្តិធម៌ទាំងអស់គ្នាហើយរដ្ឋាភិបាលត្រូវតែបង្ហាញថាខ្លួនពិតជាមានឆន្ទៈនៅក្នុងការឲ្យមានការសាមគ្គីជាតិសាមគ្គីភាពគ្នាដើម្បីទប់ទល់នឹងបរទេសនេះប្រកបមែនចាយើងងាកទៅរឿងភ្នំតាម៉ៅវិញម្ដងចាតំបន់ភ្នំតាម៉ៅយើងដឹងទាំងអស់គ្នាហើយនៅគៀកនឹងភ្នំពេញមែនទែនហើយនៅទីនោះមានតំបន់ព្រៃអភិរក្សចាដែលព្រៃអភិរក្សនេះបានចុះជាព្រៃអភិរក្សរបស់ជាតិនឹងមានអនុក្រឹត្យមានបរិយាក្រិតរបស់ព្រះមហាក្សត្រផងចាកាលពីឆ្នាំ2022កន្លងទៅហើយការបង្កើតឲ្យមានព្រៃអភិរក្សនេះយើងដឹងទាំងអស់គ្នាថាគឺបន្ទាប់ពីក្រុមហ៊ុនលេងនវត្រាបានឈូសឆាយតំបន់នោះឈូសព្រៃចោលចាដើម្បីយកដីទៅធ្វើការអភិវឌ្ឍអីទៅតាមអ្វីដែលក្រុមហ៊ុនគេចង់ធ្វើហ្នឹងហើយពេលនោះហើយដែលមានការឈូសឆាយព្រៃឈើទើបមានការតវ៉ាពីប្រជាពលរដ្ឋហើយកុំបង្កើតឲ្យមានតំបន់ព្រៃអភិរក្សនៅទីនោះប៉ុន្តែមកដល់ពេលនេះចាចលនាមេដាធម្មជាតិបានរកឃើញថាតំបន់នោះគឺប្រឈមនឹងគ្មានការស្ដារព្រៃឡើងវិញទេនៅក្រៅការឈូសឆាយនេះតើស្ថានភាពយ៉ាងណាខ្លះទៅចារដ្ឋាអំពីរឿងតំបន់ភ្នំតាម៉ៅនេះចាបញ្ហានៅតំបន់ភ្នំតាម៉ៅយើងបានទៅចោះដល់មូលដ្ឋានដោយផ្ទាល់យើងបានឃើញទស្សនវិជ្ជានៅបានប្រមូលរូបភាពក៏ដូចជាយើងបានធ្វើវីដេអូផ្សព្វផ្សាយជូនទៅដល់បងប្អូនប្រជាពលរដ្ឋហើយកាលពីដើមខែមករាជុំវិញបញ្ហានេះយើងបានទៅដល់ដើម្បីរកមើលថាតើសាររបស់រដ្ឋាភិបាលក៏ដូចជាវិជារបស់សម្ដេចដែលឲ្យក្រុមហ៊ុនលេងនវត្រាស្ដារគម្របព្រៃឈើឡើងវិញដែលខ្លួនបានឈូសឆាយព្រៃអភិរក្សហ្នឹងនៅតំបន់ភ្នំតាម៉ៅហ្នឹងកាលពីឆ្នាំ2022តើវិវត្តដល់ណាហើយពេលដែលយើងទៅគឺយើងមើលឃើញថាมันមានការស្ដារគម្របព្រៃឈើឡើងវិញទេមានតែការយកទីតាំងទាំងអស់ហ្នឹងទៅធ្វើជាការដាំស្មៅផ្អែមយើងអត់ដឹងទេថាតើការដាំស្មៅទាំងអស់ហ្នឹងជាការដាំស្មៅទៅឲ្យសត្វព្រៃឬក៏ជាការដាំស្មៅទៅឲ្យរោងចក្រដែលកន្លែងដែលកសិដ្ឋានចិញ្ចឹមគោយកទឹកដោះនៅទីហ្នឹងអញ្ចឹងយើងមានការបារម្ភខ្លាំងមែនទែនដែលទំហំដីតាមរយៈដែលយើងវាស់ទៅគឺយើងមើលឃើញថាមានទំហំ58ហិកតាដែលបានយកទៅធ្វើជាទីតាំងដាំស្មៅផ្អែមនៅតំបន់ភ្នំតាម៉ៅហើយយើងក៏មានការបារម្ភខ្លាំងមែនទែនថាវានឹងប៉ះពាល់ទៅដល់ការស្ដារឡើងវិញនៃគម្របព្រៃឈើក៏ដូចជាភ្នំតាម៉ៅគឺជាកន្លែងដែលបង្កើតឡើងនៅក្នុងគោលដៅដើម្បីសង្គ្រោះសត្វព្រៃក៏ដូចជាថែរក្សាគម្របព្រៃឈើគោលដៅសំខាន់មែនទែនហ្នឹងគឺសង្គ្រោះសត្វព្រៃហើយនិងអភិរក្សសត្វព្រៃដែលត្រូវបានជាប់អន្ទាក់ដែលត្រូវបានមានបញ្ហាឈឺផ្សេងៗគឺយើងយកមកសង្គ្រោះនៅទីហ្នឹងសត្វព្រៃត្រូវការទីកន្លែងដែលរស់នៅឲ្យសមស្របរបស់ខ្លួនឯងដូចគ្នាជាមួយនឹងមនុស្សដែលត្រូវការបរិយាកាសក្នុងការរស់នៅសត្វក៏ដូចគ្នាដែរតែយើងមើលឃើញថាគម្របព្រៃឈើទាំងអស់ដែលយើងត្រូវការហើយសូម្បីតែប្រជារបស់សម្ដេចផ្ទាល់ក៏ក្រុមហ៊ុនលេងនវត្រាមិនអនុវត្តហើយក៏អាជ្ញាធរមូលដ្ឋានមិនអនុវត្តតាមទៅលើការស្ដារគម្របសត្វព្រៃឡើងវិញអញ្ចឹងគឺយើងមានចម្ងល់ឆ្ងល់ខ្លាំងមែនទែនថាតើសម្ដេចមានអំណាចពិតប្រាកដដែរឬទេនៅក្នុងការគ្រប់គ្រងកូនចៅរបស់ខ្លួនអ្នកក្រៅបង្គាប់របស់ខ្លួនឬក៏គ្រាន់សម្ដីរបស់សម្ដេចគ្រាន់តែជាខ្យល់ដែលហោះកាត់តិចហើយវាក៏ចេញទៅវិញចារឿងខ្យល់នេះរដ្ឋាយើងដឹងទាំងអស់គ្នាពីម្សិលមិញយើងមានសេចក្តីរាយការណ៍ពីការតវ៉ារបស់ពលរដ្ឋដែលជាអតិថិជនរបស់ក្រុមហ៊ុនលេងនវត្រាដែលពួកគាត់បានទិញដីនិងទិញផ្ទះរបស់ក្រុមហ៊ុនលេងនវត្រាប៉ុន្តែក្រុមហ៊ុនលេងនវត្រាពុំបានផ្ដល់ផ្ទះផ្ដល់ដីឲ្យពួកគាត់ទេគឺលក់តែខ្យល់ឲ្យពួកគាត់ប៉ុណ្ណោះហើយឥឡូវនេះ
អ្វីដែលរដ្ឋាភិបាលលើកឡើងនេះគឺក្រុមហ៊ុនលេងនវត្រាមិនបានដាំដើមឈើត្រឡប់មកវិញទៅតាមអ្វីដែលមានបទបញ្ជាឲ្យដាំឡើងវិញនឹងទេប៉ុន្តែបែរទៅជាដាំស្មៅឯណានោះទៅវិញដូច្នេះបានន័យថាគាត់មានក្រុមហ៊ុនសង់ផ្ទះតែមិនសង់ផ្ទះឲ្យពលរដ្ឋពេលដែលគាត់ត្រូវដាក់បទបញ្ជាឲ្យដាំដើមឈើគាត់បែរជាទៅដាំស្មៅតើអ្នកណាជាអ្នកទទួលខុសត្រូវនៅក្នុងរឿងនេះរដ្ឋាអ្នកដែលទទួលខុសត្រូវទៅលើរឿងហ្នឹងគឺរដ្ឋបាលប្រៃឈើដែលគាត់គួរតែទទួលខុសត្រូវខ្លាំងមែនទែនទៅលើរឿងហ្នឹងតើគាត់បានបំពេញតួនាទីរបស់គាត់ហើយនៅគណៈពេលដែលគាត់បានបើកប្រាក់ខែពីប្រជាពលរដ្ឋរាល់ខែតើគាត់កំពុងតែដេកលក់ឬក៏គាត់កំពុងតែទទួលបានសំណូកសូកប៉ាន់ពីក្រុមហ៊ុនដែលដាំស្មៅហ្នឹងឬក៏គាត់កំពុងតែធ្វើសកម្មភាពអីយកពេលវេលានៃការធ្វើការងាររបស់រដ្ឋទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនឬក៏បែបណាយើងអត់ដឹងយើងទាមទារឲ្យរដ្ឋបាលប្រៃឈើគឺធ្វើសកម្មភាពជាក់ស្ដែងឲ្យសមជាមួយនឹងប្រាក់ខែដែលប្រជាពលរដ្ឋបានបើកទៅឲ្យគាត់ព្រោះពួកយើងបានបង់ពន្ធមួយខែក៏អស់មិនតិចដែរតែនៅពេលដែលមានរដ្ឋបាលមួយដែលមិនធ្វើការងារកាត់តាពីដេកឲ្យបើកប្រាក់ខែពួកយើងក៏អត់សប្បាយចិត្តជាមួយនឹងអកប្បកិរិយាទាំងអស់នឹងដូចគ្នាយើងសម័យរូបភាពធម្មតានៅពេលដែលយើងជួលគេមកធ្វើការងារឲ្យយើងប៉ុន្តែគេអត់ធ្វើការតើយើងនៅបន្តទុកអ្នកដែលមិនធ្វើការហ្នឹងបើកតែប្រាក់ខែពីយើងឬក៏យើងគួរតែផ្លាស់ប្ដូររកបុគ្គលិកថ្មីដើម្បីមកបន្តធ្វើការឲ្យយើងដូចគ្នាដែរជាមួយនឹងរដ្ឋបាលប្រៃឈើបើសិនជាខ្លួនអសមត្ថភាពនៅក្នុងការដោះស្រាយបញ្ហាផ្សេងនៅក្នុងការបំពេញតួនាទីរបស់ខ្លួនគួរតែដើរចោះចេញមុនពេលដែលគេដេញចេញវានៅទុកមុខមាត់ឲ្យខ្លួនឯងឲ្យល្អប្រសើរខ្លាំងជាងនឹងដែរចាតាក់ទងទៅនឹងភ្នំតាម៉ៅនេះយើងដឹងទាំងអស់គ្នាថានៅពេលដែលមានការឈូសឆាយព្រៃពីសំណាក់ក្រុមហ៊ុនលេងនវត្រានឹងគឺទាល់តែមានការផ្ទុះការតវ៉ាពីពលរដ្ឋគ្រប់ទីកន្លែងទាំងអស់នាំគ្នាបញ្ចេញមតិនាំគ្នាទៅលេងភ្នំតាម៉ៅនាំគ្នាទៅដល់ទីតាំងដើម្បីការពារតំបន់នោះពីការឈូសឆាយតើគ្រាន់តែការបញ្ចេញវីដេអូរបស់មេដាធម្មជាតិនេះអាចនឹងធ្វើឲ្យមានការផ្លាស់ប្ដូរមានការប្រែប្រួលដែរទេកន្លងមកបើសិនជានៅប្រទេសប្រជាធិបតេយ្យប្រហែលជាពួកយើងនឹងទៅប្តឹងតុលាការប៉ុន្តែយើងដឹងឯតុលាការនៅក្នុងស្រុកយើងគឺស្រុកខ្មែរគឺពិបាកនៅក្នុងការប្តឹងមែនទែនជាពិសេសហ្នឹងបើបណ្ដឹងពីប្រជាជនរងគ្រោះជាពីសកម្មជនហើយបើសិនជាពីបណ្ដឹងពីប្រជាជនទូទៅតើតែលុយរៀងក្រាស់ដែរទើបយើងអាចទៅប្តឹងទៅតវ៉ារឿងក្តីនឹងហើយបើសិនជារដ្ឋាហើយនឹងយុវជនចលនាមេដាធម្មជាតិទៅប្តឹងគឺប្រកាសជាត្រូវចាប់ខ្លួននឹងបើសិនជាខ្ញុំទៅប្តឹងប្រកាសជាត្រូវចាប់ខ្លួនហើយចលនាមេដាធម្មជាតិផ្សេងទៀតដែលមិនទាន់មានបទចោទទៅប្តឹងប្រហែលជានឹងមានបទចោទថ្មីស្រឡាងមកកាន់ពួកយើងឡើងវិញម្ដងទៀតអញ្ចឹងយើងច្បាស់មែនទែនប្រជាពលរដ្ឋខ្មែរក៏ច្បាស់ខ្ញុំជឿជាក់ព្រោះជាទូទៅនៅពេលដែលមានបញ្ហាណាមួយកើតឡើងគឺយើងអត់ដែរឃើញប្រជាពលរដ្ឋរត់ទៅរកតុលាការឬក៏អាជ្ញាធរទេប៉ុន្តែប្រជាពលរដ្ឋរត់មករកប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook TikTok អីផ្សេងហេតុអីក៏បែបហ្នឹងគឺវាបានឆ្លុះបញ្ចាំងច្បាស់ណាស់ថាប្រជាពលរដ្ឋជឿជាក់ទៅលើសម្លេងរបស់ប្រជាពលរដ្ឋគ្នាឯងនៅក្នុងការសាមគ្គីគ្នានៅក្នុងការប្រើប្រាស់បណ្ដាញសង្គមដែលយើងតែងតែហៅថាតុលាការ Facebook នឹងឯងគឺវាល្អប្រសើរជាងតុលាការឬក៏ប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាអញ្ចឹងពួកគាត់ជឿជាក់ទៅលើថាការរួមកម្លាំងគ្នានៅក្នុងបណ្ដាញសង្គមគឺពិតជានាំមកនៅយុត្តិធម៌ឲ្យពួកគាត់ដែលយើងមើលឃើញរឿងរ៉ាវកើតឡើងកន្លងមកយើងមិនចេះតែនិយាយទេឧទាហរណ៍ដូចរឿងភ្នំតាម៉ៅបើសិនជាគ្មានការប្រតិកម្មតាមបណ្ដាញសង្គមគ្មានការប្រតិកម្មពីប្រជាពលរដ្ឋតើភ្នំតាម៉ៅអាចថែរក្សាបានទេច្បាស់ណាស់ថាអត់រឿងដីបុរីរបស់លោកលេងនវត្រាដូចគ្នាដែរដែលបងប្រុសម្នាក់បានបង្ហោះវីដេអូមានការលើកឡើងច្រើនមានសម្បីតែអ្នកដែលចេញមកបកស្រាយប៉ុន្តែបកស្រាយបែបការពារមិនមែនបកស្រាយការប៉ັດឬក៏បែបបកស្រាយរកដំណោះស្រាយឲ្យគាត់ទេទៅនិយាយពីទូនាទីគាត់មិនមែនជួលមុខបញ្ហាគឺទិញដីបានផ្ទះឬក៏ទិញដីបានខ្យល់មិនមែនជាបញ្ហាតើគាត់ជាអ្នកណាទូនាទីជាអីព្រោះគាត់រងអយុត្តិធម៌មិនមែនគាត់អត់បានលើកឡើងពីទូនាទីរបស់គាត់ទេគាត់និយាយពីរឿងដីប៉ុន្តែអ្នកដែលចេញមកបកស្រាយទៅរឿងផ្សេងរហូតធ្វើឲ្យប្រជាពលរដ្ឋមានការប្រតិកម្មចំពោះការបកស្រាយនឹងទៀតទៅធ្វើឲ្យពួកគាត់ម្នាក់ឯងទទួលបានយុត្តិធម៌ចុះប្រជាពលរដ្ឋដែលរងអយុត្តិធម៌ផ្សេងទៀតនៅពេលដែលគាត់មិនហ៊ាននិយាយច្បាស់ណាស់ថាគាត់នឹងមិនទទួលបានយុត្តិធម៌ទេអញ្ចឹងត្រឡប់មកវិញដូចគ្នាតើមេដាធម្មជាតិធ្វើវីដេអូហ្នឹងរំពឹងថានឹងមានដំណោះស្រាយទេ
មេដាធម្មជាតិគឺជឿជាក់ទៅលើសម្លេងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរមេដាធម្មជាតិគឺជឿជាក់ថាដរាបណាបងប្អូនប្រជាពលរដ្ឋខ្មែររួមគ្នាសាមគ្គីនិយាយពីបញ្ហាសង្គមនៅកន្លែងណាមួយកន្លែងនោះនឹងមានដំណោះស្រាយពួកយើងជឿជាក់ទៅលើសម្លេងនៃការសាមគ្គីគ្នារបស់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសដើម្បីរកយុត្តិធម៌ពិតប្រាកដជូនទៅដល់ប្រជាជនយុត្តិធម៌ជូនធនធានធម្មជាតិយុត្តិធម៌ជូនបរិស្ថានយើងអត់ជឿជាក់ទៅលើប្រព័ន្ធតុលាការទេចាអរគុណច្រើនចារដ្ឋាចាដែលបានផ្ដល់សម្ភារនៅយុគនេះហើយយើងនឹងតាមដានរឿងរ៉ាវនៅតំបន់ភ្នំតាម៉ៅនេះតទៅទៀតហើយនឹងតំបន់ធនធានធម្មជាតិផ្សេងទៀតដែលកំពុងតែរងការបំផ្លិចបំផ្លាញចាជំរាបលារដ្ឋាត្រឹមប៉ុណ្ណេះចាចាអរគុណបងជំរាបលាបងចាលោកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពនៃប្រទេសទាំងពីរគឺកម្ពុជាថៃដែលនៅតាមព្រំដែននេះគឺបានស្ងប់ស្ងាត់ចាប់តាំងពីមានបទឈប់បាញ់កាលពីចុងខែធ្នូក៏ប៉ុន្តែនៅខាងភាគីកងទ័ពថៃគឺគេពុំបានធ្វើឲ្យស្ថានភាពនៅតាមព្រំដែននោះស្ងប់ស្ងាត់ទេដោយគេនៅតែបន្តទន្ទ្រានកាន់កាប់ទឹកដីកម្ពុជានិងពង្រឹងការឈរជើងរឹងមាំតាមទីតាំងទាំងនោះថែមទៀតផងចាចំណែកឯភាគីកម្ពុជាវិញគឺស្ថិតនៅស្ងៀមស្ងាត់និងបន្តរងចាំភាគីថៃឲ្យវិលមកកំណត់ពេលកិច្ចប្រជុំពាក់ព័ន្ធដើម្បីពិភាក្សារឿងព្រំដែននិងការបោះបង្គោលព្រំដែនបន្តទៀតប៉ុន្តែម្ដងជាពីរដងគឺភាគីថៃបន្តពន្យាពេលកិច្ចប្រជុំជាក់ស្ដែងគឺភាគីថៃបានពន្យាពេលកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកដែលហៅកាត់ថា JBC ដោយលើកពេលទៅខែកុម្ភៈមន្ត្រីបកប្រឆាំងគឺលោកអ៊ុំសំអានអះអាងថាមកដល់ពេលនេះយោធាថៃចាប់បន្តទន្ទ្រានចូលកាន់កាប់ទឹកដីកម្ពុជានៅតាមព្រំដែនមានចំនួនរហូតដល់ទៅយ៉ាងតិច40តំបន់ចាប់តាំងពីខេត្តព្រះវិហារខេត្តឧត្តរមានជ័យខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងរួមទាំងខេត្តពោធិ៍សាត់ចាស់នេះខ្ញុំនឹងសម្ភាសផ្ទាល់ជាមួយនឹងប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែននិងអន្តរប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ23តុលាលោកអ៊ុំសំអានអំពីរឿងនេះចានេះខ្ញុំសូមជម្រាបសួរឲ្យដំអ៊ុំសំអានពីចម្ងាយចាសូមជម្រាបសួរអ្នកស្រីសុជីវីហើយសូមជម្រាបសួរបងប្អូនខ្មែរទាំងក្នុងនិងក្រៅប្រទេសផងដែរបាទចាអាដាមតើអាដាមមានអំណះអំណាងឬក៏ប្រមូលភស្តុតាងយ៉ាងម៉េចតាក់ទងទៅនឹងការចូលឈ្លានពានកាន់កាប់ទឹកដីកម្ពុជារហូតដល់ទៅចំនួនយ៉ាងតិចក៏40តំបន់ដែលអាដាមបានបង្ហាញកាលពីថ្ងៃម្សិលមិញនេះថាគឺជាព័ត៌មានអាប់ដេតថ្មីចុងក្រោយតាក់ទងទៅនឹងតំបន់ដែលយោធាថៃបានកាន់កាប់នេះតើអាដាមបានប្រមូលភស្តុតាងយ៉ាងម៉េចតើមានអំណះអំណាងយ៉ាងម៉េចអំពីរឿងនេះចា៎បាទខ្ញុំបានប្រមូលភស្តុតាងនៃការឈ្លានពានពីសំណាក់ប្រទេសថៃមានរហូតដល់40ទីតាំងដែលរដ្ឋាភិបាលលោកហ៊ុនម៉ាណែតមានលិខិតមួយបានបញ្ជាក់ថាមានតែ14តំបន់តែប៉ុណ្ណោះក៏ប៉ុន្តែมันមានតែប៉ុណ្ណោះនោះទេគឺมันមាន14តំបន់ដែលរដ្ឋាភិបាលលោកហ៊ុនម៉ាណែតបញ្ជាក់នឹងនោះទេគឺថាមានរហូតដល់40ទីតាំងហ្នឹងហើយដែលខ្ញុំបានប្រមូលព័ត៌មាននៃការបាត់បង់ទឹកដីចំនួន40ទីតាំងហ្នឹងតាមរយៈទាហានខ្មែរយើងនៅជួរមុខហើយនឹងតាមរយៈពលរដ្ឋនៅតាមជាយដែនផងដែរហើយនឹងព័ត៌មានផ្សេងទៀតដែលយើងបានផ្ទៀងផ្ទាត់ជាមួយនឹងសារព័ត៌មានរបស់ថៃជាដើមដើម្បីបញ្ជាក់ថាទីតាំងហ្នឹងបាត់ឬក៏អត់ណាដូច្នេះយើងប្រមូលតាមពិធីហ្នឹងហើយទើបបានឃើញថាយ៉ាងតិចនៅតំបន់ដទៃទៀតយើងអត់តាន់បានប្រមូលទាំងអស់ហ្នឹងយើងគិតថាតំបន់ដែលយើងប្រមូលបានណាគឺថាបានយ៉ាងតិចគឺ40ទីតាំងដែលថៃកំពុងកាន់កាប់ទឹកដីខ្មែរយើងមានន័យថាខ្មែរយើងបាត់បង់ទឹកដីទៅខាងភាគីថៃក្រោយសង្គ្រាម21ថ្ងៃនេះហើយកម្ពុជារក្សាបានតែ13ទីតាំងតែប៉ុណ្ណោះឯងហើយទីតាំងទាំងអស់នោះវាមាន40ទីតាំងក៏ប៉ុន្តែវាច្រើនពេកអាចខ្ញុំអានទៅវាខាត់ពេលដូច្នេះបងប្អូនអាចចូលមើលក្នុង Facebook របស់ខ្ញុំបានទីតាំងទាំង40ទីតាំងនោះមានអ្វីខ្លះបាទចានេះខ្ញុំក៏បានឃើញសារនឹងដែរគឺមានរាប់បញ្ចូលទីតាំងជាច្រើនហើយក្នុងនឹងអាចអាដាមសង្ខេបបានទេថាឧទាហរណ៍ដូចជាថានៅក្នុងខេត្តបាត់ដំបងប្រមាណឧត្តរមានជ័យប្រមាណព្រះវិហារអីនឹងប្រមាណតំបន់អាចសង្ខេបអញ្ចឹងបានទេចា
បាទយើងអាចសង្ខេបបានខ្លះដែរតំបន់មួយចំនួនដូចជានៅខេត្តព្រះវិហារនោះគឺមានច្រើនជាងគេនៅខេត្តព្រះវិហារខេត្តព្រះវិហារគ្រាន់តែតំបន់អានសេះមួយនោះគឺមានរហូតដល់8តំបន់នោះសំទោសមាន8ទីតាំងដែលបាត់នៅខាងអានសេះមួយតំបន់ណាហើយនៅចិត្តគេហៅថាភ្នំត្រប់ហ្នឹងក៏បាត់ច្រើនដែរអាហ្នឹងចិត្តភ្នំត្រប់ចិត្តប្រាសាទព្រះវិហារហ្នឹងក៏បាត់ច្រើនដែរអាហ្នឹងយើងឃើញជាក់ស្ដែងអញ្ចឹងហើយនៅតំបន់អានសេះហ្នឹងវាមានបាត់ភ្នំ677បាត់ភ្នំ500ដូចជាបាត់អូកាស្នេហ៍ភ្នំបាក់សីចាំក្រុងហើយនឹងតំបន់កអណ្ដើកនិងតំបន់កសេះអីជាដើមហ្នឹងយើងឃើញតែគ្រាន់តែហើយនឹងច្រកអានសេះអាហ្នឹងអានសេះមួយគឺបាត់រហូតដល់8ទីតាំងបាទហើយនៅចិត្តភ្នំត្រប់ហ្នឹងវាមានភ្នំត្រប់តំបន់ភ្នំត្រប់មានភ្នំត្រប់មានចាក់ច្រែងតាសឹមថ្មបៃដិមបាទហ្នឹងបាត់សិតលើកំពូលភ្នំបាទហើយនៅតាថាវមានភ្នំ400ហ្នឹងតាមពិតបាត់ក្រោយបាត់ជុំបាញ់ឯថៃមកចូលមកក្រោយបាត់ជុំបាញ់ហើយរេមកឡាលុះយកតែម្ដងបាទភ្នំ400ហ្នឹងនៅតាថាវហ្នឹងបាទហើយនៅដូច្នេះអាដាមនៅពេលដែលមានបទជប់បាញ់ដែលមានចំណុចនៅក្នុងបទជប់បាញ់បញ្ជាក់ថាយោធានៅទីតាំងណាភាគីណានៅទីតាំងណាត្រូវស្ថិតនៅទីតាំងនោះកុំផ្លាស់ទីប៉ុន្តែភាគីថៃហ្នឹងនៅតែផ្លាស់ទីទៀតនៅក្រៅពេលដែលមានបទជប់បាញ់ហ្នឹងបាទជប់បាញ់ភ្លាមថៃចូលមកយកភ្នំ400នៅតាថាវនឹងភ្លាមបាទហើយនៅតំបន់ខ្លះទៀតគឺថៃបញ្ចូលមកបន្ថែមដូចភូមិជោគជ័យអញ្ចឹងថៃចូលមករេបឡាលុះបន្ថែមទៀតភូមិព្រៃច័ន្ទអញ្ចឹងចូលមករេបឡាលុះបន្ថែមទៀតហើយពីម្សិលមិញនេះគឺថាថៃមករេបឡាលុះបន្ថែមទៀតនៅអូស្មាច់ប្រជាប្រដ្ឋនៅអូស្មាច់ហ្នឹងបានបញ្ជាក់តាមរយៈគាត់ថតជាវីដេអូថាថៃលមុននៅខាងមុខនោះទេឥឡូវនេះចូលមកប្រហែលជា500ម៉ែត្រទៀតចូលមកដីខ្មែរយើងដូច្នេះមានថាអត់តាន់ឈប់ទេតំបន់មួយចំនួនគឺថៃនៅបង្កល់មកឡាលុះចូលដីខ្មែរយើងហើយអត់មានឈប់ទេគឺថៃនៅសកម្មរហូតគឺថាបានសាងសង់ផ្លូវថ្នល់ចាក់បេតុងនៅភ្នំ350ដែលជាប់ភ្នំដែលជាប់នឹងប្រាសាទតាកបីហើយបានសាងសង់មង្គលដងទង់ជាតិថៃនៅភ្នំ350ហ្នឹងហើយនឹងបានសាងសង់កន្លែងតម្កល់រូបពុទ្ធបដិមានៅលើភ្នំ350ហើយនឹងកំពុងសាងសង់រូបពុទ្ធបដិមាធំបំផុតបាទធំនៅលើភ្នំត្រប់ផងដែរឃើញទេដូច្នេះអត់មានឈប់ហើយនៅភូមិជោគជ័យភូមិព្រៃច័ន្ទហ្នឹងគឺបន្តវាយកំទេចឈូសឆាយផ្ទះប្រជាប្រដ្ឋចោលហើយនឹងធ្វើជាលេនដ្ឋានធ្វើជាត្រង់សេណាអត់ឈប់ទេនៅតំបន់ជាច្រើនហ្នឹងនៅបឹងតខួនក៏វាយផ្ទះប្រជាប្រដ្ឋមួយចំនួនដែរហើយនៅថ្មដែរយើងឃើញហើយពីប្រហែលពីម្សិលថ្ងៃបានជនជាតិចិនទៅរើមកឡាលុះថៃចេញបាទយើងទៅសារជនជាតិចិនហ៊ានរើមកឡាលុះប៉ុន្តែខ្មែរយើងលោកហ៊ុនសែនលោកហ៊ុនម៉ាណែតអត់ហ៊ានទៅរើមកឡាលុះថៃទេបាទអន់ជាងជនជាតិចិនទៀតប៉ុន្តែមួយថ្ងៃក្រោយមកម្សិលមិញនេះគឺថាថៃបានមករាយមកឡាលុះឡើងវិញយកច្រើនជាងមុនទៀតកាលពីមុនហ្នឹងគឺថាផ្លូវមុខកន្លែងហាងចិនហ្នឹងគឺយើងអាចជិះឡានជិះម៉ូតូបានតែឥឡូវអត់ទេគេបិទផ្លូវហ្នឹងតែមូលម្ដងវាយកដីខ្មែរយើងច្រើនជាងមុនទៅទៀតដូច្នេះថៃអត់មានបញ្ឈប់ទេហើយដូចជានៅភូមិជោគជ័យភូមិព្រៃច័ន្ទហ្នឹងរេមកឡាលុះហ្នឹងហើយដាក់ជាកុងតឺន័របាំងមិនអោយចូលទៅដីដែលគេគ្រប់គ្រងទឹកដីខ្មែរយើងទៀតបើគិតពីភូមិជោគជ័យហ្នឹងគឺថាយកសង្ឃថា 100% បើសិនជាភូមិព្រៃច័ន្ទយកប្រហែលជា 70% ទេហើយនៅខាងបឹងតខួនហ្នឹងក៏យករហូតដល់4ភូមិហើយប្រជាប្រដ្ឋមិនអាចចូលទៅផ្ទះសម្បែងរបស់គាត់នៅភូមិជោគជ័យភូមិព្រៃច័ន្ទ
នៅបឹងតគួននៅថ្មដាគឺថាក៏អាចចូលទៅទីនឹងបាននោះទេហើយបើតាមយោបល់ខ្ញុំយល់ថាសូមឲ្យលោកហ៊ុនម៉ាណែតហ្នឹងគឺថារកកន្លែងថ្មីទីកន្លែងណាដែលមានអាចប្រជាពលរដ្ឋអាចនៅតាំងលំនៅថ្មីបានណាហើយសាងសង់ផ្ទះឲ្យគាត់ទៅនៅសម្រាប់ប្រជាពលរដ្ឋនៅភូមិជោគជ័យភូមិព្រៃច័ន្ទបឹងតគួនថ្មដាអីហ្នឹងព្រោះយើងអត់រំពឹងថានឹងបានដីហ្នឹងមកវិញនោះទេបើសិនជាបន្តយូរទៅទៀតហ្នឹងអាចក្មេងៗហ្នឹងកើតជំងឺហើយអាចខ្វះម្ហូបអាហារហើយក្មេងៗអាចបានទៅរៀនសូត្រហើយប្រជាពលរដ្ឋហ្នឹងអត់មានការងារធ្វើអាចជាពាក់លុយធនាគារប៉ុនកហ្នឹងគឺថាជាបន្ទុកមួយទៅដល់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតផងដែរណាហ្នឹងខ្ញុំស្នើអញ្ចឹងឯងបាទប៉ុន្តែអាដាមមានទស្សនៈពីរនៅក្នុងរឿងហ្នឹងណាមានទស្សនៈមួយហ្នឹងប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះជាម្ចាស់ដីជាម្ចាស់អាជីវកម្មជាអ្នកដែលរស់នៅផ្ទាល់នៅតំបន់ព្រំដែននៅទីតាំងដែលថៃបានឆ្លៀតពៀនយកនេះហើយកាន់កាប់មកដល់ពេលនេះគឺពួកគាត់ខ្លះហ្នឹងគាត់ថាដូចអាដាមមានប្រសាសន៍អញ្ចឹងថាពិបាកនឹងបានដីមកវិញគឺគាត់អស់សង្ឃឹមគាត់អត់មានសង្ឃឹមថានឹងបានផ្ទះបានដីរបស់ពួកគាត់មកវិញទេនៅពេលដែលយោធាថៃបានរាយបន្លាលួសផងបានដាក់ទូកុងតឺន័រផងបានសាងសង់ផ្លូវផងខ្លះតំបន់ខ្លះហ្នឹងដូចអាដាមបានលើកឡើងជាងមានសាងសង់ពុទ្ធបដិមាផងសំណង់អគារអីថ្មីដែលថៃកសាងឡើងមកវិញបានន័យថាពួកគាត់គ្មានសង្ឃឹមថានឹងបានដីផ្ទះរបស់ពួកគាត់មកវិញទេក៏ប៉ុន្តែក៏មានអ្នកខ្លះគាត់មានសង្ឃឹមដែរថាអាចដោយអ្វីដែលពួកគាត់លើកឡើងនោះគឺពួកគាត់ជឿទុកចិត្តថារដ្ឋាភិបាលដឹកនាំដោយលោកហ៊ុនម៉ាណែតនិងលោកហ៊ុនសែននេះអាចនឹងយកទឹកដីនោះមកឲ្យពួកគាត់វិញតែគ្រាន់តែមិនដឹងថានៅពេលណាប៉ុន្តែជឿទុកចិត្តលើរដ្ឋាភិបាលនឹងយកមកវិញចំពោះអាដាមវិញអាដាមបានលើកឡើងដែរថាដូចជាតំបន់ព្រៃច័ន្ទភូមិព្រៃច័ន្ទនេះគឺថាត្រូវតែរកទីតាំងថ្មីបានន័យថាអាដាមក៏គិតថារឿងនេះមិនអាចយកដីមកវិញបានឬក៏យ៉ាងម៉េចចា៎100%ខ្ញុំហ៊ានផ្ដល់ដាក់ជីវិតគឺអត់បានទេបត់បាន 100% ទេអាចជួនកាលបាន 10% ឬ 20% មកវិញក៏ប៉ុន្តែឲ្យបាន 100% នៃដីដែលថៃគ្រប់គ្រង40ទីតាំងហ្នឹងគឺមិនអាចជាដាច់ខាតអាហ្នឹងខ្ញុំហ៊ានផ្ដល់ដាក់ជីវិតណាមូលហេតុអាដាមតែបានជាបាទមូលហេតុអត់បានដោយសារតែរដ្ឋាភិបាលលោកហ៊ុនម៉ាណែតនៅតែបន្តចរចាទ្វេភាគីកាលណាចរចាទ្វេភាគីទូលនទួថៃអង្វរថៃសុំចរចាពីរដងគេអត់ព្រមចរចាគេថាចាំរដ្ឋាភិបាលថ្មីអានោះគ្រាន់ជាលេសរបស់ថៃតែប៉ុណ្ណោះឯងពេលឈ្លានពានចាំរដ្ឋាភិបាលថ្មីដែរទៅចាំបាច់មកឈ្លានពាននៅពេលដែលរដ្ឋាភិបាលម្ដងសនហ្នឹងរដ្ឋាភិបាលដែលចាំផ្ទះហ្នឹងណាអានោះគ្រាន់ជាលេសរបស់ថៃដើម្បីអីពញាពេលក្នុងការវាកំតិចផ្ទះប្រជាពលរដ្ឋនៅភូមិជោគជ័យភូមិព្រៃច័ន្ទនិងតំបន់ដទៃទៀតហ្នឹងហើយឈូសឆាយហើយកសាងនៅហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ដូចជាលេនដ្ឋានដូចជារូបពុទ្ធបដិមានៅតំបន់នោះហើយនឹងដងទង់ជាតិថៃហើយនឹងពេលបន្តិចទៀតហ្នឹងថៃនឹងបកគលដីស្រែចម្ការនៅភូមិជោគជ័យភូមិព្រៃច័ន្ទនៅបឹងតគូននេះទៅឲ្យប្រជាពលរដ្ឋថៃនៅពេលដែលឈូសឆាយហើយណាដូច្នេះអានេះគ្រាន់ជាលេសថៃតែប៉ុណ្ណោះឯងនៅពេលដែលចរចាទ្វេភាគីនៅពេលដែលមានរដ្ឋាភិបាលថ្មីបន្ទាប់ពីបោះឆ្នោតក្នុងពេលឆាប់នេះក្នុងបន្ទាប់ពីការបោះឆ្នោតនៅថៃក្នុងខែ2ខែក្រោយនេះក៏ប៉ុន្តែទោះបីមានការចរចាទ្វេភាគីក៏ដោយដីដែល40ទីតាំងហ្នឹងដែលថៃគ្រប់គ្រងហ្នឹងរឿងអីថៃបកគលមកឲ្យយើងហើយបើចរចាហ្នឹងគឺថាកម្ពុជាទាមទារឲ្យថៃប្រើផែនទីខ្នាត1លើ200,000ណាហើយថៃអត់ទេគេថាអត់ទេគេប្រើផែនទីខ្នាត1លើ50,000ប៉ុន្តែសប្តាហ៍នេះគឺថៃបានឈ្លានពានទឹកដីខ្មែរយើងហ្នឹងគឺហួសពីផែនទីខ្នាត1លើ50,000ទៅទៀតដូចជានៅច្រកអានសេះបើតាមផែនទីខ្នាត1លើ50,000របស់ថៃគឺដីដែលថៃទាមទារគឺហួសតែរង្វង់វល់តែបន្តិចទេក៏ប៉ុន្តែសប្តាហ៍ថៃគ្រប់គ្រងរហូតដល់កាស៊ីណូបើគិតពីព្រំដែនតាមផែនទីខ្នាត1លើ200,000មកដល់ពុះរង្វង់វល់ទៅតិចហ្នឹងប្រហែលជា1គីឡូដែរក៏ប៉ុន្តែថៃមកគ្រប់គ្រងដល់កាស៊ីណូខ្មែរយើងសពថ្ងៃដែលរហូតដល់2គីឡូម៉ែត្រហួសផែនទីថៃហ្នឹងប្រហែលជា1គីឡូម៉ែត្រទៅទៀតហ្នឹងតំបន់មួយចំនួនគឺថាចូលហួសផែនទីហ្នឹង
ដូច្នេះនៅពេលដែលចរចាទ្វេភាគី100%គឺថៃគ្រប់គ្រងតំបន់ហ្នឹងគេអត់អាចបកគលទឹកដីហ្នឹងឲ្យមកវិញនោះទេហើយដូចយើងទៅសុំចរចាជាមួយចៅដើម្បីឲ្យចៅយកឲ្យរបស់ហ្នឹងមកឲ្យយើងវិញយើងមិនព្រមប្តឹងទៅតុលាការឬប្តឹងប៉ូលីសវាមិនអាចបានរបស់ហ្នឹងមកវិញទេដូចគ្នាអញ្ចឹងដែរលោកហ៊ុនម៉ាណែតទៅអង្វរថៃចរចាទ្វេភាគីដែលតំបន់ហ្នឹងគេគ្រប់គ្រងបើយើងគ្រប់គ្រងមិនមែនណាគេគ្រប់គ្រងឬអីគេឲ្យមកវិញនៅពេលដែលលោកហ៊ុនម៉ាណែតមិនព្រមប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយនៅពេលដែលលោកហ៊ុនម៉ាណែតមិនព្រមប្តឹងថៃទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស91អញ្ចឹងហើយបានខ្ញុំថាវាមិនអាចបានទឹកដីនឹងមកវិញនោះទេបាទហើយខ្ញុំបានឆែកមើលហើយពីម្សិលមិញនេះបាទគឺតាម website របស់តុលាការយុត្តិធម៌អន្តរជាតិ ICJ គឺអត់បានឃើញចំណុចដែលថាយើងសើចទៅកន្លែង pending case គឺថាអត់មានសំណុំរឿងលោកហ៊ុនម៉ាណែតប្តឹងកាលពីខែមិថុនាឆ្នាំ2025នោះទេគាត់គ្រាន់ជួនដំណឹងដូច្នេះរឿងអីមិនต้องមានម្ដងហ្នឹងរយៈពេលកន្លះឆ្នាំទៀតអត់ឃើញផងនេះបើសិនជាប្តឹងគឺមាននៅក្នុងម្ដងហ្នឹងហើយបាទនៅក្នុង website របស់ ICJ ហើយមានតែយើងឃើញថាធ្លាប់ដោះស្រាយម្ដងកាលឆ្នាំ1962ហើយនឹង1900សំទោស2013តែប៉ុណ្ណោះឯងដូច្នេះនៅពេលដែលចរចាទ្វេភាគីអត់ប្តឹងថៃគឺថាมันអាចបានទឹកដីនឹងមកវិញនោះទេអញ្ចឹងបានជាខ្ញុំសូមស្នើទៅលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតសូមចុះចេញពីតំណែងដើម្បីឲ្យមានដឹកនាំថ្មីកាលណាមានដឹកនាំថ្មីគេអាចនឹងប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយនឹងសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ91ហើយក៏ប្តឹងថៃទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិICC ដែលថៃបានទម្លាក់គ្រាប់បែកចង្កោមប្រើផ្សែងពុលហើយនឹងប្លង់ក្របមកលើផ្ទះប្រជាពលរដ្ឋមកលើសាលារៀនមន្ទីរពេទ្យស្លាប់ប្រជាពលរដ្ឋខ្មែរយើងរហូតដល់30នាក់របួសជិត100នាក់ឯនេះឃើញទេអានេះយើងមានរដ្ឋាភិបាលថ្មីគឺថាអាចដៃហ្នឹងវាអាចមានថាខ្ញុំនិយាយមុនមិនអាចទេដោយសារបើសិនជារដ្ឋាភិបាលលោកហ៊ុនម៉ាណែតនៅកាន់អំណាចគឺមិនអាច 100% ខ្ញុំផ្ដល់ដាក់ជីវិតបាទទឹកដីហ្នឹងឯងប៉ុន្តែបើសិនជាមានរដ្ឋាភិបាលថ្មីវាអាចបើកផ្លូវឲ្យទាមទារទឹកដីចំនួន40តំបន់ហ្នឹងមកវិញអញ្ចឹងបានខ្ញុំទាមទារឲ្យលោកហ៊ុនសែនលោកហ៊ុនម៉ាណែតចុះចេញពីតំណែងចុះសួរហេតុអីបានជាលោកហ៊ុនម៉ាណែតមិនប្តឹងថៃទៅ ICJ ទៅ PPA ទៅកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ91ដោយសារតែមានដំណោះផលប្រយោជន៍បើប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ថៃឈប់ចរចាទ្វេភាគីថៃខឹងអាចមានសង្គ្រាមលើកទី3ទៅអាចយកយន្តហោះ F16 ឬក៏ Gripen អីទៅទម្លាក់ក្របបែកនៅលើផ្ទះលោកហ៊ុនសែនលោកហ៊ុនម៉ាណែតឬក៏ទម្លាក់តកូលហ៊ុនពីអំណាចទៅបាត់អំណាចគាត់ទេមួយទៀតថៃនឹងនៅតែបង្ក្រាបបទល្មើសនៃការឆបោកតាមអនឡាញនៅចេញនៃការចាប់ខ្លួនលោកលីចុងផាត់លោកកុកអានអីចឹងទៅបាទបង្កក់ទ្រព្យសម្បត្តិពួកគាត់ចឹងទៅវាប៉ះពាល់ទៅដល់ឆ្នាំងបាយនឹងអប៉ាវលុយរបស់គណៈបព្វជិជនហើយបើប្តឹងថៃចឹងវៀតណាមថៃមិនទៅប្តឹងថៃទៅទៀតទៅប្តឹងវៀតណាមដែរហើយទៅគណៈប្តឹងវៀតណាមក៏ប្តឹងរឿងកោះគុតរឿងដែនសមុទ្រត្រួតស៊ីគ្នាចំនួន26000គីឡូម៉ែត្រទេប៉ះពាល់ដែលលោកហ៊ុនសែនជញ្ញេជាមួយវៀតណាមឆ្នាំ82ដែលកាត់កោះត្រល់កាត់កោះកញ្ចក់សេះទៅឲ្យវៀតណាមហើយនឹងដែនសមុទ្រ30,000គីឡូម៉ែត្រទេទៅឲ្យវៀតណាមហើយនឹងតំបន់ទឹកបរិសាសដែលថាដែនសមុទ្ររបស់ខ្មែរនឹងដាក់រួមជាមួយវៀតណាម10,000គីឡូម៉ែត្រទេដូច្នេះអត់បានទេខ្ញុំប្តឹងខ្ញុំទម្លាក់តកូលហ៊ុនឯងពីអំណាចនេះដូច្នេះរឿងដោយសារហ្នឹងហើយมันអាចមិនលោកហ៊ុនម៉ាណែតអត់មានប្តឹងថៃទៅ ICJ ទេគ្រាន់តែកុហកប្រជាពលរដ្ឋបោកប្រាស់ប្រជាពលរដ្ឋឃើញលិខិតមួយហ្នឹងដាក់ទៅហ្នឹងអត់មានឃើញក្រាស់ហ្នឹងស្ដៅហ្នឹងអាហ្នឹងគាត់ជូនដំណឹងហ្នឹងបើសិនជាមិនដឹងគឺមានឯកសារគេមកភ្លុះគាត់នេះបាទហ្នឹងមិនដឹងហើយខ្ញុំឆែកមើលអត់មានទេហើយមួយទៀតអត់ហ៊ានប្តឹងថៃទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ91ដោយសារអីដោយសារបើប្តឹងទៅកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ91ហ្នឹងវាតម្រូវឲ្យលុបចោលទន្ទឹងឆ្នាំ82 83 85ដែលលោកហ៊ុនសែនកាត់ដីឲ្យយួនសម័យយួនត្រួតត្រាហើយដែលលោកហ៊ុនសែនយកទន្ទឹងឆ្នាំនេះទសវត្សរ៍ទី80ហ្នឹងគឺទន្ទឹងឆ្នាំ85ហ្នឹងឲ្យរស់ឡើងវិញតាមទន្ទឹងឆ្នាំពេញថៃឆ្នាំ2005និង2019ទេចាំបើឲ្យលុបចោលហ្នឹងมันប៉ះពាល់ដល់វៀតណាមមិនដែលជាចវាយលោកហ៊ុនសែនមិនទម្លាក់លោកហ៊ុនសែនពីអំណាចទេកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ91វាគេតម្រូវឲ្យមាន
លទ្ធិប្រជាធិបតេយ្យមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ហើយលោកហ៊ុនសែនលោកហ៊ុនម៉ាណែតការអំណាចផ្ដាច់ការអញ្ចឹងវាមិនប៉ះពាល់ដល់ការអំណាចរបស់ខ្លួនដូច្នេះមូលហេតុទាំងអស់នោះហើយគឺថាបើសិនជាតកូលហ៊ុនកាន់អំណាចគឺថាมันអាចយកទឹកដីហ្នឹង40តំបន់ហ្នឹងឬ40ទីតាំងហ្នឹងមកវិញបាន 100% ខ្ញុំហ៊ានភ្នាល់ដាក់ជីវិតបាទហើយបើសិនជាថៃចរចាជាមួយកម្ពុជាគេអាចគាត់ថានៅថ្មនៅច្រឡំសេះបញ្ចូលមក2គីឡូចឹងមកដល់កាស៊ីណូអាសេះហ្នឹងបើសិនជាថៃគេថាអត់ទេខ្ញុំសូមយក2គីឡូហ្នឹងអត់ថយទេអាហ្នឹងគឺថាបាត់ 100% 2គីឡូហ្នឹងប៉ុន្តែថៃអាចជំរឿនមួយទៀតអត់ទេឥឡូវខ្ញុំសូមយកតែតាមផែនទីຂະຫນាត1លើ50ប៉ុនរបស់ថៃខួសរងមូលទៅទីមកយកតែ1គីឡូបានហើយណែឯងយក1គីឡូវិញហើយអាចចរចាអញ្ចឹងពេលហ្នឹងលោកហ៊ុនម៉ាណែតឲ្យទៅគណៈកម្មការគាត់ទៅចរចាឥឡូវសុំ2គីឡូហ្នឹងមកវិញដល់ថៃថាអត់ទេឥឡូវខ្ញុំយកទាំងអស់ឥឡូវអត់ទេលោកខ្ញុំសុំលោកហ៊ុនម៉ាណែតថាសុំតែ1គីឡូឯងណែឯងយកត្រឹមរងមូលទៅពេលហ្នឹងយើងបាត់បង់1គីឡូប៉ុន្តែបាន1គីឡូមកវិញហើយពេលហ្នឹងអ្នកឃោសនាគណៈប្រជាជនអូយកបានដីខ្មែរយកមកវិញហើយបានលើសដើមទៅទៀតបានគោះអាព្រំដែនចាស់ទៅទៀតហ្នឹងឃោសនាបានដីខ្មែរវិញហើយតាមពិតបានតែ1គីឡូទេប៉ុន្តែអា1គីឡូនោះបាត់ហើយបាទនៅថ្មដាអញ្ចឹងណានៅថ្មដាហ្នឹងគេអាចនៅថ្មដានៅអាកន្លែងថៃគេរៀបមកឡានោះដែលចិនទៅរើហ្នឹងគេអាចចរចាដល់ពលរដ្ឋហ្នឹងចូលប្រហែលជា1គីឡូដីគេអាចថាឥឡូវចរចាគ្នាខ្ញុំយកតាមផែនទីຂະຫນាត1លើ1000របស់ខ្ញុំទេអញ្ចឹងខ្ញុំដកថយប្រហែល300ម៉ែត្រខ្ញុំអញ្ចឹងខ្ញុំយកតែ700ម៉ែត្រទេពេលហ្នឹងអូអ្នកឃោសនាគណៈប្រជាជនគេឃោសនាអូបានដីខ្មែរយកមកវិញហើយបានច្រើនលើសពីមុនថៃដកហើយដកបណ្ណាលុះហើយអាហ្នឹងប្រជាប្រដ្ឋមួយចំនួនអត់បានសិក្សាអត់បានស្រាវជ្រាវអត់បានពិនិត្យមើលគាត់ទៅជឿឃោសនារបស់គណៈប្រជាជនដោយរឿងបោះបង្គោលម្ដងសន្ននៅភូមិជោគជ័យភូមិព្រៃច័ន្ទអញ្ចឹងមានគេថាអូបានដីខ្មែរយើងច្រើនជាងមុនទៅទៀតតាមពិតមានបានអីបោះបង្គោលម្ដងសន្ននោះបោះឲ្យបាត់ដីខ្មែរហ្នឹងដូច្នេះគឺថាជាសរុបទៅគឺថាมันអាចបានដីហ្នឹងមកវិញនោះទេហើយទោះបីជាកម្ពុជាមានផែនទីຂະຫນាត1លើ200ប៉ុនក៏ដោយដែលគណៈប្រជាជនអ្នកឃោសនាគណៈប្រជាជនថាយើងមានប្លង់រឹងយើងមានផែនទីຂະຫນាត1លើ200ប៉ុនហើយជាផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំងសៀមឆ្នាំ1904 1907រឿងអីទឹកដីយើងថៃទៅយកបានដោយស្រេចចិត្តអញ្ចឹងបើយើងមានផែនទីហ្នឹងហើយហ្នឹងផែនទីហ្នឹងគ្រាន់ជាមូលដ្ឋានគ្រឹះនៃការចរចានោះទេបើសិនតែយើងមានដំណោះជាមួយអ្នកជិតខាងយើងមានប្លង់រឹងមានក៏ប៉ុន្តែយើងអត់ព្រមប្តឹងតុលាការហើយយើងទៅចរចាជាមួយអ្នកជិតខាងហ្នឹងដែលចូលដីយើងប្រហែលជា300ម៉ែត្រពេលហ្នឹងយើងថាឥឡូវសុំ300ម៉ែត្រវិញអ្នកជិតខាងថាអត់ទេឥឡូវខ្ញុំយកទាំងអស់អត់ទេឥឡូវខ្ញុំសុំតែ200ម៉ែត្រអត់ទេខ្ញុំសុំ100ម៉ែត្រនេះចរចាគ្នារបៀបអញ្ចឹងដូច្នេះវាថាអត់អាចយក300ម៉ែត្រហ្នឹងបានទេបើយើងចរចាមានថាអាប្លង់រឿងហ្នឹងដូចអត់ប្រយោជន៍អញ្ចឹងព្រោះយើងចរចាទៅតាមអ្នកជិតខាងហ្នឹងចង់ឲ្យយើងប៉ុន្តែបើសិនជាយើងឡើងទៅតុលាការគេអត់យកអាការចរចាយក100ម៉ែត្រ200ម៉ែត្រអីអញ្ចឹងទេគឺថាត្រូវយកតាមប្លង់រឿងរបស់ក្រសួងសុរិយោដីគេឲ្យយើងអានដូចគ្នាអញ្ចឹងដែរផែនទីកាលណាយើងចរចាទ្វេភាគីមានថាបើគេចូល2គីឡូម៉ែត្រដូចនៅច្រកអាសេះអញ្ចឹងយើងចរចាសុំ2គីឡូម៉ែត្រគេមកឲ្យយើងសុំ1គីឡូម៉ែត្រទេអញ្ចឹងមានថាអត់យកតាមផែនទីហ្នឹងទេគេចរចានេះមានថាយើងសុំគេយើងទៅសុំថៃហ្នឹងអានោះចរចាជាមួយវៀតណាមអញ្ចឹងប៉ុន្តែបើយើងឡើងទៅតុលាការ ICJ គេអត់យកទៅតាមការចរចាសុំ1គីឡូ2គីឡូអញ្ចឹងទេសុំ300ម៉ែត្រអញ្ចឹងទេអត់ទេគឺថាយកតាមផែនទីຂະຫນាត1លើ200ប៉ុនអញ្ចឹងបានថាឲ្យដឹងឃើញទេអាហ្នឹងដូចជាមួយវៀតណាមនៅភ្នំដិនជាប់ភ្នំដិនគឺបើតាមរបាយការណ៍លោកកែកំយ៉ានឆ្នាំ1999ដែលដាក់របាយការណ៍ទៅលោកហ៊ុនសែននោះគឺថាចូលដីខ្មែរយើង1270ម៉ែត្រចរចាគ្នាតាំងឆ្នាំ99រហូតដល់ឆ្នាំ2019 20ឆ្នាំបានព្រមព្រៀងគ្នាពេលហ្នឹងលោកប៉ាកំផុងសុំយករហូតដល់ប្រែកវិញទេក៏ប៉ុន្តែវៀតណាមមិនអោយទេវៀតណាមថាអត់អោយទេខ្ញុំយក1770ម៉ែត្រទេពេលហ្នឹងចរចាឡើងបាន15ម៉ែត្របាទ15ម៉ែត្រមាន1គីឡូម៉ែត្របាន15ម៉ែត្រវិញដល់ស្អីអាបន្លែ79ហ្នឹងវៀតណាមជាឆ្នាំ79យួនត្រួតត្រាហ្នឹងបន្លែហ្នឹងមុនដំបូងគឺថាវៀតណាមមិនអោយប្រើទឹកហ្នឹងទេដល់ចរចាទៅវៀតណាមថាឥឡូវអស់ចុះខ្ញុំ
ខ្ញុំចិត្តល្អខ្ញុំឲ្យអ្នកឯងពាក់កណ្ដាលគឺថាបន្លែប្រហែលជា30 ម៉ែត្រអញ្ចឹងគេឲ្យ5 10 ម៉ែត្រវិញពេលហ្នឹងបានលុបវ៉ាកំហុងថាអូជោគជ័យណាស់យើងជោគជ័យបានដីខ្មែរយើង15 ម៉ែត្រមកវិញឃើញទេល្មុនវៀតណាមអត់ឲ្យប្រើទឹកហ្នឹងណាបន្លែចំនួនឥឡូវយើងបានណាឃើញទេអាហ្នឹងចរចារបៀបអញ្ចឹងមានថាទៅសុំគេសុំម្ដង500 ម៉ែត្រម្ដង300 ម៉ែត្រអញ្ចឹងគេមកឲ្យតែ15 ម៉ែត្រហ្នឹងយកទៅហើយដីណែឯងចំណេញអីអាហ្នឹងដីណែឯង1270 ម៉ែត្រដូច្នេះគេចរចារបៀបហ្នឹងឯងមានថាទោះបីជាជាមួយវៀតណាមមានផែនទីខ្នាត1 លើ 100,000 ដែលជាផែនទីបោនដែលបារាំងគេមកសល់ទុកឲ្យក៏ដោយប៉ុន្តែពេលចរចាគឺថាយកទៅតាមផែនទីខ្នាត1 លើ 50,000 ដែលជាផែនទីទាហានអាមេរិកហើយនៅផែនទីដែលវៀតណាមគេគូសឡើងវិញដោយភូមិគូសឡើងវិញទៅភូមិលោហិនសំរិនចូលដីយួនអញ្ចឹងដូរដីខ្មែរបាត់ដីខ្មែរហ្នឹងទៅមានថាបានភូមិលោហិនសំរិនមកវិញប៉ុន្តែបាត់ដីខ្មែរដែលតំបន់ផ្សេងទៅឲ្យយួនអញ្ចឹងទៅឃើញទេអាហ្នឹងគេមានចរចាមានថាគេចរចាហ្នឹងគេគ្រាន់តែយកផែនទីបោនខ្នាត1 លើ 100,000 ជាមួយវៀតណាមហ្នឹងជាមូលដ្ឋានគ្រឹះអាកន្លែងណាវៀតណាមគេចូលមកប្រមាណគឺឲ្យវៀតណាមទាំងអស់ទៅព្រោះនេះតាមទិសញ្ញាបំពេញតាមឆ្នាំ 2005 ហ្នឹងគេបានបញ្ជាក់នេះនៅទំព័រទី 7 គេបានបញ្ជាក់ថាប្រើផែនទីខ្នាត1 លើ 50,000 ចំនួន40ផ្ទាំងនៅអមសន្ធិសញ្ញាព្រំដែនឆ្នាំ 1985 ដូច្នេះមានថាគេប្រើអាព្រំដែនដែលគេកំណត់ឆ្នាំ85សម័យយួនត្រួតត្រាដែរឃើញទេដែលកិច្ចព្រមព្រៀងប៉ារីសតម្រូវលុបចោលហើយនៅក្នុងនេះសន្ធិសញ្ញាពេញថៃឆ្នាំ 2005 ហ្នឹងចំណុចនេះគេថាចេះនេះចំណុចនេះខ្ញុំនៅក្នុងសេចក្តីស្លែងហេតុហ្នឹងចំណុចនេះគេប្រាប់ថាគេថាការបោះមង្គលនេះទៅតាមការគ្រប់គ្រងនឹងកាន់កាប់ជាក់ស្ដែងច្រើនចំនួនណាមានថាយួនចូលប្រមាណយកឲ្យយួនប៉ុណ្ណឹងទៅវៀតណាមចូលមកប្រហែលជា3 ឆ្នាំឬ5 ឆ្នាំវៀតណាមថាអូគេកាន់កាប់50 ចំនួនហើយលោកហ៊ុនសែនជាពាក់គុណយួនយួនជាចវាយគាត់ទៀតបើហ៊ានជាមួយវៀតណាមអញ្ចឹង50 ឆ្នាំក៏50 ឆ្នាំទៅអញ្ចឹងកាត់អាហ្នឹងឲ្យយួនទៅដូច្នេះមានថាគេអត់យកតាមផែនទីហ្នឹងទេផែនទីហ្នឹងគេយកមកជាមូលដ្ឋានគ្រឹះបើសិនតែឯងវៀតណាមមិនចូលអាហ្នឹងគេយកទៅតាមផែនទីហ្នឹងទៅជាមួយថៃដូចគ្នាដែរបើសិនជាចរចាដូចគ្នាដែរបាទមានថាគេអត់យកតាមផែនទីហ្នឹងទេបើសិនជាថៃចូលមកថ្ងៃក្រោយលោកហ៊ុនម៉ាណែតនឹងអាចកាត់ទឹកដីហ្នឹងទៅឲ្យថៃដើម្បីដូរយកសន្តិភាពនៅអំណាចគឺថាកំណត់តាមកន្លែងថៃចូលប្រហែលឲ្យថៃប៉ុណ្ណឹងទៅអាហ្នឹងដូចអ៊ុយក្រែនហើយរុស្ស៊ីអញ្ចឹងឃើញទេអ៊ុយក្រែនរុស្ស៊ីពេលឆ្នាំ 91 ហ្នឹងអ៊ុយក្រែនមិនបានឯករាជ្យពីរុស្ស៊ីក៏ប៉ុន្តែគេមានផែនទីរបស់គេដែរតាក្នុងអង្គការសហជីវជាតិដូចកម្ពុជាដែរតាក៏ប៉ុន្តែតំបន់គ្រីមៀហើយនិងតំបន់ដុនបាសនៅប៉ែកខាងកើតនៃប្រទេសអ៊ុយក្រែនហ្នឹងសិទ្ធិរុស្ស៊ីគ្រប់គ្រងអញ្ចឹងទោះបីជាមានផែនទីអង្គការសហជីវជាតិក៏ដោយក៏ប៉ុន្តែมันអាចទាមទារទឹកដីនឹងបានមកវិញទេទោះបីមានសហគមន៍អន្តរជាតិអាមេរិកបារាំងភាពអឺរ៉ុបគ្រប់គ្រងហ្នឹងយកមិនបានចុះតម្រាំកម្ពុជាយើងអត់ទាន់មានប្រទេសណាមួយទៅគ្រប់គ្រងយើងឬក៏ស្គាល់ទោសថៃដែលឈ្នះទានកម្ពុជាសូម្បីតែមិត្តដៃថែបចិនហើយនឹងគេថាមិត្ត10000 ឆ្នាំកម្ពុជាវៀតណាមក៏មិនគ្រប់គ្រងយើងឬក៏ស្គាល់ទោសថៃដែរឬអីយើងទៅអាចទាមទារទឹកដីនឹងបាននៅពេលដែលអត់មានសហគមន៍អន្តរជាតិណាមួយដែលគេគ្រប់គ្រងយើងហើយនៅអ៊ុយក្រែនមានសហគមន៍អន្តរជាតិគេគ្រប់គ្រងមិនអាចទាមទារទឹកដីពីរុស្ស៊ីបានផងហ្នឹងឃើញទេចាអាដាមបានលើកឡើងមុននេះថារំពឹងថានៅពេលដែលមានរដ្ឋាភិបាលថ្មីរដ្ឋាភិបាលផ្សេងពីរដ្ឋាភិបាលដែលដឹកនាំដោយក្រុមគ្រួសារត្រកូលហ៊ុននេះនឹងអាចមានសង្ឃឹមថាអាចនឹងយកដីនឹងមកវិញបានប៉ុន្តែតើអាដាមគិតថានេះគ្រាន់តែជាការផ្ដល់ក្តីសង្ឃឹមคล้ายៗដល់ពលរដ្ឋដែរទេនៅពេលដែលយើងដឹងទាំងអស់គ្នាថាបើទោះជាក្នុងករណីណាក៏ដោយចាគណៈបកកណ្ដាលអំណាចដែលដឹកនាំដោយលោកហ៊ុនសែននេះបានត្រៀមជើងព្រួលទុកជាមុនរួចជាស្រេចទាំងអស់ដែលបង្ហាញថាសន្លឹកវាគឺនៅតែនៅក្នុងដៃរបស់លោកហ៊ុនសែនដដែលពីព្រោះយើងដឹងថានៅក្នុងឆ្នាំ2020កន្លងទៅកាលពីខែមេសាគឺមានច្បាប់មួយចេញចានៅពេលហ្នឹងយើងនៅក្នុងដំណាក់កាលជំងឺ COVID-19 ទេ19ទេមានច្បាប់មួយនិយាយអំពីការគ្រប់គ្រងប្រទេសនៅក្នុងគ្រាអាសន្នច្បាប់នោះត្រៀមរួចហើយសម្រាប់លោកហ៊ុនសែនបានធ្វើច្បាប់នឹងចេញរួចហើយដូច្នេះនៅពេលដែលប្រទេសមានចលាចលឧទាហរណ៍ដូចជាមានសង្គ្រាមនៅតាមព្រំដែនកាន់តែខ្លាំងមានរឿងរ៉ាវនៅក្នុងប្រទេសដូចជាករណីឧក្រិដ្ឋកម្មឆបោកតាមអនឡាញនេះក៏ក្រើកឡើងហើយធ្វើឲ្យសង្គមចលាចល
លោកហ៊ុនសែននៅតែអាចប្រកាសដាក់ប្រទេសគ្រប់គ្រងនៅក្នុងស្ថានភាពអាសន្នដូច្នេះអំណាចនឹងនៅតែនៅក្នុងដៃលោកហ៊ុនសែនដដែលគឺมันអាចផ្លាស់ប្ដូរទៅរដ្ឋាភិបាលណាថ្មីទេគឺនៅតែក្រោមការគ្រប់គ្រងរបស់បកប្រជាជនកម្ពុជាដដែលបន្តចំនួនទៅទៀតនឹងចាអាដាមឆ្លើយតបយ៉ាងម៉េចរឿងនេះចាជាការពិតហើយចឹងហើយបានខ្ញុំថាភូមិជោគជ័យភូមិប្រច័ន្ទបងតកូនហ្នឹងថ្មណាហ្នឹងរកផ្ទះឲ្យប្រជាពលរដ្ឋកន្លែងផ្សេងទៅសាងសង់ផ្ទះគាត់ចែកដីអញ្ចឹងទៅបាទដើម្បីឲ្យគាត់អាចរស់នៅបានណាព្រោះបើរំពឹងទៅលើរដ្ឋាភិបាលហ៊ុនម៉ាណែតទៅទាមទារទឹកដីនឹងមកវិញគឺมันបាននោះទេខ្ញុំថាអញ្ចឹងថៃគេសុខចិត្តចំណាយជីវិតទាហានគេរហូតដល់រាប់រយនាក់ដែលស្លាប់ហ្នឹងហើយនឹងចំណាយទៅលើសភាវុធរាប់រយលានដុល្លារធ្វើសង្គ្រាមជាមួយកម្ពុជារឿងអីគេបកគលដីហ្នឹងមកយើងវិញបើសិនជាថៃយកព្រមតាមផែនទីຂະຫນາດ1លើ200,000គេមិនបាច់ធ្វើសង្គ្រាមទេគេចរចាជាមួយកម្ពុជាបោះបកគលតាមហ្នឹងហ្នឹងណាដូច្នេះវាអត់មានសង្ឃឹមថានឹងបានទឹកដីនឹងបានមកវិញដូចខ្ញុំថាអញ្ចឹងទឹកដីហ្នឹងវាបើថាគេចូល1គីឡូអញ្ចឹងវាអាចបាន500ម៉ែត្រឬក៏300ម៉ែត្រមកវិញអញ្ចឹងណាប៉ុន្តែឲ្យបាន100%មកវិញមិនបានទេទឹកដីហ្នឹងវាអាចមួយទៀតលោកហ៊ុនម៉ាណែតហ្នឹងគឺកាត់ទឹកដីហ្នឹងក្នុងរយៈពេល5ឆ្នាំឬ10ឆ្នាំទៀតកាត់ទឹកដីហ្នឹងទៅឲ្យឬក៏ឆាប់ហ្នឹង1ឆ្នាំ2ឆ្នាំទៀតហ្នឹងកាត់ទៅឲ្យថៃដើម្បីដោយយកសន្តិភាពនៅអំណាចទៅប៉ុន្តែមួយទៀតគាត់ទុករ៉ាំរ៉ៃដូចកោះគុតអញ្ចឹងទុករហូតទៅថៃគ្រប់គ្រងរហូតទៅដល់កូនរបស់គាត់មកឡើងកាន់អំណាចទៅដោយចំនួនខ្ញុំចំនួនបងអញ្ចឹងទៅស្លាប់បាត់ទៅក្មេងៗចំនួនក្រោយអត់មានការជឿចាប់ទេថាថៃគេគ្រប់គ្រងយូរហើយដូចកោះគុតអញ្ចឹងទៅដូចកោះត្រល់អញ្ចឹងទៅកាត់ទៅឲ្យគេទៅធ្វើឲ្យហើយទៅដូចព្រំដែនជាមួយវៀតណាមហើយដោះស្រាយមិនចេញពីមុននោះកាត់ទៅឲ្យវៀតណាមទៅសុំវៀតណាមមិនបានចរចាជាមួយវៀតណាមមិនបានហើយប៉ណ្ដឹងទៅខ្លាចអស់អំណាចខ្លួនទេដូច្នេះវាអត់មានជំរឿនណាដែលអាចយកមកវិញបាននោះទេនៅពេលដែលมันអាចផ្លាស់ប្ដូរមេដឹកនាំតកូលហ៊ុនចេញពីអំណាចហ្នឹងគឺជាគ្រោះថ្នាក់សម្រាប់បូរណភាពទឹកដីរបស់យើងហើយយើងឃើញថាថ្ងៃនេះរដ្ឋសភាបានអនុម័តទៅលើសេចក្តីព្រាងច្បាប់មួយដែលស្តីអំពីអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UN គ្រោះហ្នឹងអាហ្នឹងជារឿងល្អហើយយើងអបអរសាទរក៏ប៉ុន្តែនៅពេលដែលអនុម័តរួចហើយអត់ផ្ដល់ជាបានទៅលើ UN គ្រោះហ្នឹងហើយដោយច្បាប់សមុទ្រឆ្នាំ82ហ្នឹងហើយមិនព្រមប្តឹងថៃនិងវៀតណាមទៅកាន់តុលាការអន្តរជាតិយើងមិនអាចបានដែនសមុទ្រយើងដែលជាតំបន់ទូស៊ីគ្នាជាមួយនឹងថៃទំហំ 26,000 គីឡូម៉ែត្រការ៉េមកវិញនោះទេហើយកោះគុតដែល2/3ជាកម្មសិទ្ធិរបស់កម្ពុជាហ្នឹងក៏មិនបានមកវិញដែរហើយកោះត្រល់កោះចោសេះនឹងដែនសមុទ្រទំហំ 30,000 គីឡូម៉ែត្រការ៉េហើយនឹងតំបន់គេហៅថាតំបន់ទឹកប្រវត្តិសាស្ត្រ 10,000 គីឡូម៉ែត្រការ៉េជាមួយវៀតណាមហ្នឹងក៏មិនបានមកវិញដែរព្រោះគាត់គ្រាន់តែផ្ដោតចាប់បានទៅលើច្បាប់សមុទ្រឆ្នាំ82ឬយន់គ្រោះហ្នឹងដើម្បីចរចាទ្វេភាគីជាមួយថៃនៅពេលអនាគតបន្ទាប់ពីព្រំដែនចរចាព្រំដែនគោករួចហើយនឹងចរចាព្រំដែនទឹកជាមួយវៀតណាមបន្ទាប់ពីបោះបង្គោលព្រំដែនគោកជាមួយវៀតណាមរួចហើយដូច្នេះខ្ញុំយល់ថាការធ្វើសង្គ្រាម5ថ្ងៃនេះដោយសារតែកម្ពុជាយើងមិនបានត្រៀមខ្លួនណាមិនបានត្រៀមខ្លួនទុកជាមុនអញ្ចឹងហើយបានជាសង្គ្រាមហ្នឹងធ្វើឲ្យយើងចាញ់ថៃហើយនឹងបាត់ទឹកដីយើងរហូតដល់យ៉ាងតិច40ទីតាំងដោយសារអីដោយសារតាមដែលខ្ញុំជួបជាមួយអាដាមតិចដូច្នេះអ្វីដែលអាដាមបានរៀបរាប់ថាចង់ឲ្យរដ្ឋាភិបាលលោកហ៊ុនម៉ាណែតរកទីតាំងសម្រាប់ពលរដ្ឋហើយទីតាំងថ្មីសម្រាប់ពលរដ្ឋដែលបាត់បង់ផ្ទះសម្បែងជាពិសេសប្រជាពលរដ្ឋនៅក្នុងភូមិព្រៃច័ន្ទជាដើមហ្នឹងហើយនឹងអ្វីដែលអាដាមលើកឡើងហ្នឹងគឺថាវាអាចអូសបន្លាយពេកទៅវិញឆ្ងាយហ្នឹងមានន័យថាអាដាមទទួលស្គាល់ដែរថាមិនមានមធ្យោបាយណាមួយដែលអាចនឹងមានរដ្ឋាភិបាលថ្មីមកជំនួសរដ្ឋាភិបាលនៅពេលបច្ចុប្បន្ននេះទេយើងសង្ឃឹមតិចព្រោះប្រជាពលរដ្ឋគាត់នៅលងលក់នឹងអគុណសន្តិភាពទោះបីឥឡូវនេះមានសង្គ្រាមហើយក៏ដោយនៅតែអគុណសន្តិភាពហើយនៅតែអគុណនយោបាយឆ្នះទោះបីអស់ទឹកដី40ទីតាំងហើយនៅតែផ្ទះដៃអបអរសាទរនយោបាយឆ្នះនឹងអគុណសន្តិភាពគាត់ព្រមងើបខ្លួនឯងដើម្បីផ្លាស់ប្ដូរតកូលហ៊ុនចេញដើម្បីយកទឹកដីមកវិញអញ្ចឹងគាត់ថាធ្វើម៉េចគេមិនទៅហងខ្ញុំក៏មិនទៅដែរទៅហ្វូគេចាប់ដាក់ទូកស្លាប់អញ្ចឹងណាអញ្ចឹងវាដូចថាវាមានសង្ឃឹមតិចនៅពេលដែលប្រជាប្រដ្ឋមិនព្រម
ងើបឡើងដើម្បីផ្លាស់ប្ដូរតកូលហ៊ុនចេញអាហ្នឹងគឺថាเป็นសង្គមតិចប៉ុន្តែបើសិនជាដំណាក់កាលណាមួយប្រជាប្រដ្ឋថាអីមើលមួយឆ្នាំពីរឆ្នាំទៀតភូមិជោគជ័យភូមិព្រៃច័ន្ទហ្នឹងទៀមមិនបានបឹងតកួនវត្តដាតំបន់ដទៃទៀតគាត់ដូចថាទៀមមិនបានផ្ទះរបស់គាត់បាត់បង់មុខរបរក៏បាត់បង់អាហ្នឹងគាត់អាចដល់ដំណាក់កាលមួយគាត់ត្រឹមបានគឺថាគាត់មិនអាចទុកតកូលហ៊ុនកាន់អំណាចទៀតដើម្បីឲ្យបាត់បង់ទឹកដីអាហ្នឹងវាអាចអាហ្នឹងចឹងប៉ុន្តែយើងចាំមើលកលៈទេសៈជាក់ស្ដែងថាប្រជាពលរដ្ឋខ្មែរសុខចិត្តបាត់ដីឬក៏សុខចិត្តគ្រប់គ្រងតកូលហ៊ុនឲ្យដឹកនាំបន្តទៀតអាហ្នឹងយើងទៅមើលការចាអរគុណច្រើនចាអាយដាមអ៊ុំសមានដូច្នេះអ្វីជាការសន្និដ្ឋានចុងក្រោយរបស់អាយដាមគឺសុខចិត្តបាត់ដីឬក៏សុខចិត្តនៅក្រោមអំណាចរបស់ក្រុមគ្រួសារតកូលហ៊ុនតទៅទៀតចាអរគុណច្រើនអាយដាមអ៊ុំសមានដែលបានផ្ដល់សម្ភារចាហើយពេលវេលានេះកាន់តែមានថ្ងៃហើយចាសូមអញ្ជើញចាបាទទោះបីយ៉ាងណាក៏ដោយសម្រាប់រដ្ឋាភិបាលឯករាជ្យ$23យើងនៅតែចង់ទាមទារទឹកដីមកវិញទោះបីបានមិនបានគឺថាជាឆន្ទៈរបស់យើងនឹងរៀបចំមិនដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC គឺថាចុងខែនេះគឺយើងបញ្ចប់ការងារជាមួយមេធាវីអន្តរជាតិលោក Richard Rocher ហើយសង្ឃឹមថាខែក្រោយយើងនឹងដាក់មិនដឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដើម្បីទារសំណងពីថៃហើយដើម្បីប្តឹងថៃពីបទអក្រិតកម្មសង្គ្រាមបទអក្រិតប្រឆាំងនឹងមនុស្សជាតិដែលថៃទម្លាក់គ្រាប់បែកមកលើផ្ទះប្រជាពលរដ្ឋផ្លោងក្របមកលើផ្ទះប្រជាពលរដ្ឋឲ្យស្លាប់ប្រជាពលរដ្ឋបំផ្លាញសាលារៀនមន្ទីរពេទ្យវត្តអារាមហើយនិងប្រាសាទតាកបីប្រាសាទព្រះវិហារឯជាដើមអាហ្នឹងយើងប្តឹងបាទហើយរដ្ឋាភិបាលលោកហ៊ុនម៉ាណែតអត់មានតន់ប្តឹងទេគឺថាចង់ប្តឹងទៅ ICC ហ្នឹងខ្ញុំយល់ថាកុហកដូចរឿងប្តឹងទៅ ICC ចឹងណាប្តឹងទៅបាទហើយអ្នកឃោសនាគណៈប្រជាជនថាកម្ពុជានឹងបានសំណង$300,000 លានពីថៃមកវិញហ្នឹងខ្ញុំស្បែកបានគាត់មានប្តឹងផងចឹងតែលោកម្នាក់ដែលជាបេក្ខជនសម្រាប់ឯករដ្ឋទូតអាមេរិកប្រចាំនៅថៃហ្នឹងដាក់សំណើទៅលោក Donald Trump ណាអត់មានប្តឹងផងឬអីបានឃើញទេហើយបន្ទាប់ពីមិនដឹងទៅICJ សំទោស ICC រួចហើយរដ្ឋាភិបាលឯករាជ្យ$23នឹងក្រុងធ្វើការជាមួយមេធាវី Richard Rocher មេធាវីអន្តរជាតិហ្នឹងប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ផងដែរក៏ប៉ុន្តែដូចខ្ញុំថាអញ្ចឹងរឿងហ្នឹងវាដំណើរការបានដីឬមិនបានអាហ្នឹងអាស្រ័យទៅលើតុលាការ ICJ ជាអ្នកសម្រេចទទួលមកដឹងយើងហើយដោះស្រាយឬក៏អត់អញ្ចឹងហើយបានខ្ញុំនៅតែទទូចឲ្យលោកហ៊ុនម៉ាណែតហ្នឹងប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយបើសិនជាតុលាការហ្នឹង ICJ ហ្នឹងគេដោះស្រាយរឿងមកដឹងរបស់រដ្ឋាភិបាល$23ក៏ជារឿងល្អសម្រាប់ជាតិបើសិនជាគេមិនដោះស្រាយទេគេដោះស្រាយមកដឹងរបស់លោកហ៊ុនម៉ាណែតក៏ជារឿងល្អសម្រាប់ជាតិខ្ញុំនៅតែទទូចឲ្យគាត់ប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នឹងសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991ដើម្បីទាមទារទឹកដីចំនួន40តំបន់ហ្នឹងឬ40ទីតាំងមកវិញផងដែរបាទអរគុណចាអរគុណច្រើនចាដល់មុំសម្បានចាបានផ្ដល់សម្ភារនៅយុគនេះចាហើយយើងនឹងតាមដានរឿងនេះតទៅទៀតចាសូមជម្រាបអាដាមត្រឹមប៉ុណ្ណេះចាបាទជម្រាបលាចាលោកនាងកញ្ញាប្រិយមិត្តជាទីមេត្រីចាការផ្សាយរបស់ទូរទស្សន៍អាស៊ីសេរីនៅយុគនេះចាប់ត្រឹមតែប៉ុណ្ណេះចានេះខ្ញុំសុជីវីព្រមទាំងក្រុមការងារទាំងអស់របស់ទូរទស្សន៍អាស៊ីសេរីចាសូមអរគុណដល់លោកនាងដែលតែងតែតាមដានការផ្សាយរបស់យើងតាំងពីដើមរៀងមកចាហើយយើងនឹងវិលជួបគ្នាវិញនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយហើយសម្រាប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យយើងមិនមានការផ្សាយផ្ទាល់ទេប៉ុន្តែយើងនឹងនៅមានបង្ហោះព័ត៌មានផ្សេងៗជាព័ត៌មានទាន់ហេតុការណ៍នៅលើបណ្ដាញសង្គមទាំងអស់របស់ទូរទស្សន៍អាស៊ីសេរីចាហើយនាងខ្ញុំសូមជូនពរដល់លោកនាងកញ្ញានិងក្រុមគ្រួសារទាំងអស់ចាសូមប្រកបទៅនឹងសេចក្តីសុខសុភមង្គលនិងសុខភាពល្អកុំបីឃ្លៀងឃ្លាតឡើយនាងខ្ញុំសូមអរគុណសូមជម្រាបលា